ខ្ញុំបានបញ្ជាក់ថាចេះពីមុនខ្ញុំគិតថាអ្នកពេលឯកសន្តានពេលដែលខ្ញុំឈឺចាប់ពេលដែលគេបាញ់កម្មករនៅផ្លូវវែងស្រេងហើយគឺខ្ញុំស្អប់អ្នកដែលមានឯកសន្តានប៉ូលីស PM ស្អប់ជាងអាចទៀតជាពិសេសគឺឲ្យតែមានឯកសន្តានប៉ូលីស PM គឺខ្ញុំសឹងថាស៊ីសាច់ហត់ឈាមព្រោះការឈឺចាំតែពេលក្រោយមកពេលដែលខ្ញុំចូលរួមយុទ្ធនាការជាច្រើននៅក្នុងប្រទេសកម្ពុជាដែលខ្ញុំប៉ះជាមួយនឹងប៉ូលីស PM ជាច្រើនទើបខ្ញុំដឹងថាពួកគាត់អត់បានប្រព្រឹត្តទេអ្នកដែលប្រព្រឹត្តគឺពួកអាបាតដៃទី3ណាហើយពួកអាបាតដៃទី3ហ្នឹងគឺហ៊ុនសែនតែងតែមានចេតនាបង្កើតវាកាលពីឆ្នាំ1997ហ៊ុនសែនបានបង្កើតក្រុមពួកអាបាតដៃទី3នេះប៉ុន្តែសម័យនោះគេមិនហៅពួកអាបាតដៃទី3ទេគេហៅពួកសេនាជនឬក៏ហៅថាពួកជំរឿឈប់ខ្ញុំប្រាប់កងជីវពលកាលពីសម័យឆ្នាំ97មុនឆ្នាំ97ហ៊ុនសែនបង្កើតក្រុមកងជីវពលខុសច្បាប់ណាបំពាក់អាវុធឲ្យដើម្បីគម្រាមកំហែងរដ្ឋាភិបាលគឺគម្រាមកំហែងទាំងប្រជាពលរដ្ឋស្លូតត្រង់គម្រាមកំហែងមន្ត្រីរាជការគម្រាមកំហែងរដ្ឋអំណាចគម្រាមកំហែងជនបរទេសគ្រប់សពបែបយ៉ាងដោយមានអំណះអំណាងដោយមានចេតនាធ្វើរដ្ឋប្រហារកាលពីមុនឆ្នាំ1997ហើយក្នុងរបាយការណ៍ទាំងអស់នោះគឺអ្នកដែលនៅក្រៅច្បាប់ទាំងអស់នោះមានឱកាសកាន់កាំភ្លើងគ្រប់ដៃមានឱកាសពាក់នៅសភាវុធគ្រប់ដៃដែលនៅក្នុងខេត្តនីមួយនៅក្នុងភូមិហើយមាននៅក្នុងទូទាំងខេត្តជាច្រើនទៀតផងណានៅក្នុងនោះលោកហៅសុកបានរៀបរាប់ប្រាប់ថាមាននៅខេត្តណាខ្លះតាកៅប្រមាណព្រៃវែងប្រមាណកំពង់ចាមប្រមាណមានទាំងអស់នៅក្នុងហ្នឹងណាដូចខ្ញុំប្រាប់ថាហេតុអីបាទបងប្អូនថាចុះហេតុអីបានជាម្នាក់យើងថាសូខេងគាត់មកដូចហ៊ុនសែនទេហេតុអីយើងមិនព្រមឲ្យសូខេងចេញមកដាច់មុខខ្លួនតែហ្មងទៅយើងមើលនយោបាយមួយនៅក្នុងសម័យឆ្នាំ1990មុនឆ្នាំ1997ណាដែលសម័យនោះយើងដឹងហើយគឺហ៊ុនស៊ីនពេជ្រគឺជាអ្នកដែលជាប់ខ្លាយទៅជានាយករដ្ឋមន្ត្រីប៉ុន្តែហ៊ុនសែនអត់ព្រមហ៊ុនសែនទាមទារខ្លាយមាននាយករដ្ឋមន្ត្រីទី1នាយករដ្ឋមន្ត្រីទី2ហ៊ុនសែនបានបង្ករឿងដដែលជាច្រើនលើកច្រើនសារធ្វើឲ្យទៅរករឿងដល់ព្រះមហាក្សត្រទៀតផងរហូតដល់ព្រះមហាក្សត្រគិតថាសម្របសម្រួលដើម្បីបំបត្តិវិបត្តិដោយសារព្រះមហាក្សត្រដឹងថាហ៊ុនសែនបានធ្វើរឿងជាច្រើនឧទាហរណ៍ដូចជាបង្កើតក្រុមជីវពលធ្វើរដ្ឋប្រហារអញ្ចឹងព្រះមហាក្សត្រគិតថាពេលដែលប្រគល់តំណែងឲ្យហ៊ុនសែនខ្លាយទៅជាសហនាយករដ្ឋមន្ត្រីទី2នេះហើយហ៊ុនសែននឹងមានការស្ងប់ចិត្តប៉ុន្តែហ៊ុនសែនអត់បានស្ងប់ចិត្តទេណាហ៊ុនសែនអត់បាននៅស្ងៀមអត់បានឈប់ត្រឹមហ្នឹងទេគឺហ៊ុនសែនគឺជាមនុស្សមហាលោភលន់ហ៊ុនសែនត្រូវការធ្វើម៉េចនាយករដ្ឋមន្ត្រីត្រូវតែបានលើកខ្លួនពេលនោះអញ្ចឹងហ៊ុនសែនប្រើវិធីសាស្ត្រខ្ចីដៃបែបណាគឺហ៊ុនសែនបានឲ្យក្រុមខ្លួនទូទាំងប្រទេសបង្កើតក្រុមកងជីវពលខុសច្បាប់មានទូទាំងប្រទេសដើម្បីធ្វើរដ្ឋប្រហារព្រោះដឹងហើយថាបើសិនជានៅមានក្រុមឧត្តមសេនីយ៍ដែលអ្នកស្នេហាជាតិដូចជាហៅសុកដូចជានៅមានច្រើនណាដូចជាហៅសុកដូចជាឧត្តមសេនីយ៍មានឧត្តមសេនីយ៍ជាច្រើនដែលគេបានសម្លាប់បានបាត់ខ្លួនតាំងពីពេលនោះរហូតមកដល់ពេលឥឡូវនេះក៏អត់មានដែរគឺបានន័យថាគេបានយកគាត់ទៅសម្លាប់ចោលអស់ហើយអ្នកឧត្តមសេនីយ៍ដែលខ្លាំងទាំងអស់ហ្នឹងនៅក្នុងនោះមានដូចជាក្នុងចំណោមមន្ត្រីយោធានិងប៉ូលីសជាន់ខ្ពស់គណៈបកហ៊ុនស៊ីពេជ្រត្រូវបានសម្លាប់ក្រៅច្បាប់បាត់ខ្លួនសន្មតថាស្លាប់ទាំងនោះអ្នកស្លាប់ទាំងនោះរួមមានឧត្តមសេនីយ៍ចៅសម្បត្តិឧត្តមសេនីយ៍ក្រូចជឿមឧត្តមសេនីយ៍ជារដ្ឋិឈុតឧត្តមសេនីយ៍លីសេងហុងឧត្តមសេនីយ៍ប៉ែនប៊ុនថនឧត្តមសេនីយ៍ហៅសុកក្រោយគេណាបងប្អូនឥឡូវបងប្អូនជួយខមមិនវិញមកក៏លោកខ្ញុំលើកខុសណាជួយឲ្យយោបល់វិញមកតើខ្ញុំលើកឡើងហ្នឹងវាមានចំណុចខុសដែរអត់អូខេខ្ញុំទទួលចម្លើយពីបងប្អូនវិញតាន់បាសួរបងអូនស្រីដើម្បីជាតិយើងទាំងអស់គ្នាចាអរគុណជាឡានប៉ាកង់ពិតឲ្យបងម្ដាយខ្ញុំស្អប់ទាហានខ្លាំងណាស់ទល់សប្តាហ៍ថ្ងៃហើយគាត់ហាមខ្ញុំមិនអោយដាក់ទៀនដល់ពួកគាត់ដែលពិការទៀតពួកគាត់អត់មានកំហុសទេអូនណា
ខ្លាញ់ខ្មែរបងនៅក្រៅស្រុកមិនអីទេតែខ្ញុំនៅក្នុងស្រុកពិបាកខ្ញុំចង់និយាយដែរតែគេមករករឿងបងអូខេអូនអរគុណបងយល់ចលនាប៉ាកង់ជំរាបសួរលោកពូព្រៃវែងបងគឹមយឿនសួស្ដីអូនសុខសប្បាយទេសុខបងខេតនេះសួស្ដីបងស្រីចាដារ៉ាដែនhello to Rai min sleep let waiting to listen ក្មួយអូយអរគុណច្រើនអ្នកមីងមីងគេងយឺតដល់អញ្ចឹងមីងស្ដាប់ក្មួយសិនណាអរគុណច្រើនអ្នកមីងសុំទោសផងបងរ៉េតមែនជួយយក CNRP ជួយយក CNRP បានជួយស្រោចស្រង់ខ្មែរយើងបាន yes ពុទ្ធសុកលីត្រឹមត្រូវក្មួយស្រីអរគុណច្រើនលោកពូអ្នកមីងខ្មែរត្រូវជួយខ្មែរហ៊ុនសែនអស់ប្រយោជន៍ហើយយួនប្រងធ្វើស៊ីមកឆ្លាញ់ខ្មែរមានអ្នករំខានទៀតបងខ្ញុំសម្រាប់មុនហើយអូខេបាយបាយអូន permission hero mom redmate trip in ហើយទៀន redmate សុខមូសួស្ដីក្មួយចាស់សួស្ដីអ្នកមីងសម្លាញ់មកឆ្លាញ់ខ្មែរអូខេជាណាប៉ះកង់សួស្ដីបងជាតិសុខយាសំណាងភូមិសួស្ដីសមនល្អយប់នេះ good night ចាស់សួស្ដីអរគុណបងសុកមិញសងខ្មែរអង្គរសួស្លាប់ដើម្បីអូនអូខេមូលដ្ឋានសុខសប្បាយបងស្រីមានលក្ខណៈដ៏សកម្មអរគុណច្រើនបងខ្មែរអង្គរត្រូវហើយអរគុណច្រើនអូខេតោះយើងបន្តទៅទៀតគុណថាត់ថៃបាត់ម៉ែនសារ៉នមួយអ្នកទៀតបាទអរគុណច្រើននឹងថៃអរគុណតែ account sport ព្រៀបអ៊ីនអាណាខូចតាំងពីក្មេងដល់ធំរហូតមកដល់ចាស់នៅតែមិនដូរចរិតអូខេថានបាទអូខេឥឡូវយើងបន្តទៀតណាហើយអ្វីដែលយើងឃើញនៅក្នុងបដិវត្តនៃសម័យនៃប្រព័ន្ធនយោបាយរបស់ហ៊ុនសែនដែលយើងឃើញទាំងអស់នេះហើយបានយើងគិតថាអ្នកដែលបានដឹងពីចរិតរបស់ហ៊ុនសែនទង្វើដែលហ៊ុនសែននយោបាយហ៊ុនសែនដែលអន់បំផុតគឺបានន័យថាអ្នកដែលធ្លាប់ឆ្លងកាត់សម័យកាលដែលហ៊ុនសែនធ្លាប់ធ្វើរដ្ឋប្រហារនឹងមកហើយគឺដូចជាលោកប្រធានសំរាស៊ីនឹងជាដើមអញ្ចឹងហើយខ្ញុំគិតថាលោកប្រធានសំរាស៊ីគាត់មិនមែនជាមនុស្សដែលអន់ជាងខ្ញុំទេអញ្ចឹងបានន័យថារាល់ដែលគាត់ធ្វើយុទ្ធសាស្ត្រនៅលើឆាកអន្តរជាតិដែលធ្វើឲ្យបងប្អូនខ្មែរទាំងអស់គ្នាមានទំនុកចិត្តរាល់ថ្ងៃនេះបានន័យថាគាត់ដឹងពីយុទ្ធសាស្ត្ររបស់ហ៊ុនសែនដែលខ្មៅកខ្វក់ដដែលមួយវគ្គគឺដដែលគ្រាន់តែដូររូបភាពតែប៉ុណ្ណោះអញ្ចឹងតើហ៊ុនសែនមានកលាអីនឹងអួតថាខ្លួនឯងនឹងមានយុទ្ធសាស្ត្រនៅក្នុងការដែលក្រាញ់អំណាចបានរហូតទៅថ្ងៃក្រោយទៀតអត់មានទេណាបើខ្ញុំមើលឃើញហ្នឹងខ្ញុំក្មេងសោះហ្នឹងចុះតម្រាំលោកប្រធានសំរាជគាត់មានបទពិសោធន៍នៅក្នុងជីវិតជួបផ្ទាល់ទៀតផងហើយខ្ញុំអត់បានជួបទេខ្ញុំជួបរយៈកាលចុងក្រោយនេះទេប៉ុន្តែគាត់លោកប្រធានសំរាជគឺឆ្លងសម័យកាលទាំងអស់នោះមកអញ្ចឹងគាត់រត់ទៅពិសេសទៀតណាមែនទេអញ្ចឹងរឿងអីដែលហ៊ុនសែនអាចលោតរួចឥឡូវខ្ញុំសួរតិចមើលតើលោតរួចទេឃើញធ្វើសុភនីគេថៃសុំមើលបើហ៊ុនស៊ិនពេជ្រត្រូវគេធ្វើរដ្ឋប្រហារព្រមទាំងសម្លាប់មន្ត្រីជាន់ខ្ពស់ហេតុអីក៏ហ៊ុនស៊ិនពេជ្រនៅបម្រើនយោបាយគូបដិបកតើជាយុទ្ធវិធីសងសឹកឬក៏ដើរដល់ផ្លូវតរមិនមែនជាយុទ្ធវិធីសងសឹកទេណាគឺហ៊ុនស៊ិនពេជ្រនឹងឯងគឺជាមនុស្សដែលមិនមានគោលការណ៍ច្បាស់លាស់គឺនៅអង្គម្ចាស់ត្រកូលស្ដេចមួយនេះគឺអត់មានជាម្ចាស់ការច្បាស់លាស់នៅក្នុងនាមថាខ្លួនឯងគឺជាអ្នកណាឬក៏ជាមេដឹកនាំឲ្យពិតប្រាកដទេបានន័យថាគាត់អត់បានច្បាស់លើខ្លួនឯងទេប៉ុន្តែបែរជាគាត់បានឲ្យភាពច្បាស់លាស់ហ្នឹងទៅលើអ្នកដែលស្ម័គ្រស្លាប់ជាមួយគាត់គឺកងអង្គរៈជាច្រើនដែលគាត់ស្ម័គ្រស្លាប់ដោយពួកគាត់អត់មានអាវុធនៅក្នុងដៃដែលគេយកពួកគាត់ទៅសម្លាប់យ៉ាងសាហាវព្រៃផ្សៃដូចខ្ញុំលើកឡើងហ្នឹងថាអ្នកខ្លះគាត់ស្ម័គ្រស្លាប់ដោយសារគាត់ស្រឡាញ់គិតថាគណៈបព្វហ៊ុនពេជ្រឬក៏ទ្រង់រានរិទ្ធរបស់ក្រុមញឹកប៊ុនឆៃនេះគឺជាអ្នកវីរៈបរិសស្នេហាជាតិពិតប្រាកដធ្វើឲ្យពួកគាត់ដែលជាក្រុមកងអង្គរៈទាំងអស់នោះស្ម័គ្រស្លាប់តែលទ្ធផលចុងក្រោយគឺអាពីរក្បាលនេះបានក្បត់អ្នកដែលស្ម័គ្រស្មោះចំពោះខ្លួនបានឲ្យពួកហ៊ុនសែនក្រុមកងអង្គរៈឬក៏ក្រុមជីវពលរបស់ហ៊ុនសែនសម្លាប់ក្រុមកងអង្គរៈនិងអ្នកដែលការពារខ្លួនរាប់រយអ្នកគឺជាសត្វដេរឆានជាគ្នាឯងមិនមែនជាមនុស្សទេហើយនេះមិនមែនជាយុទ្ធសាស្ត្រទេគឺដោយសារតែ
គិតតែពីរឿងស្រីគិតតែពីរឿងថាដើរគ្មានអាចមានកលាទៅមុខរួចទេគឺមនុស្សអត់មានកលាលោតមនុស្សដែលអត់មានទំនុកចិត្តលើខ្លួនឯងខ្វះទំនួលខុសត្រូវក្នុងនាមជាមេដឹកនាំខ្វះទំនួលខុសត្រូវខ្លាចងាប់ខ្លាចគ្រប់យ៉ាងណារកបានអ្នកស្មោះត្រង់ហើយមិនចេះថែរក្សាបែរជាបណ្ដោយឲ្យរបបអដេរឆានសម្លាប់យ៉ាងសាហាវយងខ្នងបំផុតហើយសាកសពអ្នកដែលត្រូវបានគេសម្លាប់ហ្នឹងគឺគួរឲ្យអាណត្តិធម៌តាមដែលអង្គការប្រធានអង្គការ Human Rights Watch ដែលគេបាននៅក្នុងប្រទេសកម្ពុជានៅក្នុងហេតុការណ៍នោះដែលគេស្រាវជ្រាវរកឃើញសាកសពអ្នកដែលស្លាប់ទាំងអស់នោះត្រូវបានគេចងស្លាប់សេកហើយយកទៅបាញ់ចោលសាហាវភាគច្រើនគឺត្រូវបានគេយកទៅចងស្លាប់សេកហើយគេយកទៅសម្លាប់ចោលនៅកំពង់ឆ្នាំងនៅឧដុង្គនៅកំពង់នៅផ្លូវទៅពេជ្រនិលហើយនៅតាមបលាយហើយសាកសពទាំងអស់នោះត្រូវបានរលួយអស់ម្ចាស់ខ្លួនមើលសាច់ញាតិមើលអត់ឃើញដែលយើងនៅក្នុងអាស៊ីសេរីដែលគេលើកឡើងហ្នឹងហើយគឺជារឿងពិតទាំងអស់ណាតើបងប្អូនទាំងអស់គ្នាគិតមើលទៅអញ្ចឹងបើសរុបពីរបាយការណ៍ទាំងអស់នឹងឡើងមកវិញទាំងកំណត់ហេតុទាំងអស់នៅក្នុងការរបបហ៊ុនសែនដឹកនាំទាំងអស់នេះសួរថាហេអញ្ចឹងពាក់ព័ន្ធជាមួយអ្នកណាខ្លះនៅក្នុងរបបមួយហ្នឹងបើតាមសម្ដីរបស់លោកហ៊ុនសុកយើងដឹងហើយថាគណៈបកប្រជាជនមានអ្នកណាហើយសម្រិនជាស៊ីមហ៊ុនសែនប៉ុន្តែការស្រាវជ្រាវរបស់លោកហ៊ុនសុកបានបញ្ជាក់ជាមួយលោកជាស៊ីមថាលោកជាស៊ីមអត់បានដឹងរឿងហ្នឹងទេអញ្ចឹងរឿងទាំងអស់នេះគឺកើតចេញតែពីហ៊ុនសែនម្នាក់ឯងតែប៉ុណ្ណោះសំបីតែហេងសម្រិនក៏ជាទីងមងរបស់គេដែរពីដើមឡើយយើងឃើញហើយថាអ្នកដែលជាប្រធានគណៈបកគឺហេងសម្រិនកាលខ្ញុំនៅពីក្មេងណានៅសាលារៀនគេដាក់រូបហេងសម្រិននៅក្នុងសាលារៀនស្អីគេហៅស្អីទេណាកាលខ្ញុំនៅពីតូចដឹងហើយថាហេងសម្រិនគឺជាប្រធានគណៈបកប៉ុន្តែអ្នកដែលប្រើល្បិចនិងមានអធិបុលអាក្រក់ជួយជាតិជាងគេគឺហ៊ុនសែនព្រោះយួនឲ្យតម្លៃហ៊ុនសែនជាងជាស៊ីមហេងសម្រិនអញ្ចឹងហើយទៅរយៈពេលក្រោយមកយើងដឹងរឿងហើយថាពេលដែលជាស៊ីមគាត់សុំដកខ្លួនចេញពីនយោបាយហ៊ុនសែនបានចាប់ជាស៊ីមទៅប្រទេសថៃទៅគម្រាមជាស៊ីមបើហ៊ានតែជាស៊ីមដកខ្លួនហ៊ុនសែនប្រាប់ហើយទាំងជាស៊ីមទាំងគ្រួសារជាស៊ីមក៏អត់រួចខ្លួនដែរយកជាស៊ីមទៅថៃទៅយកដឹកជាស៊ីមពីភ្នំពេញពីកម្ពុជាទៅប្រទេសថៃហើយយកលេខថាយកជាស៊ីមទៅព្យាបាលនៅប្រទេសថៃតែតាមពិតគឺយកជាស៊ីមទៅគម្រាមនៅប្រទេសថៃដោយដឹងហើយថាជាស៊ីមគាត់ចង់ចូលនិវត្តន៍តែហ៊ុនសែនអត់ឲ្យចូលទេព្រោះគិតថាបើសិនជាជាស៊ីមចេញពីប្រព័ន្ធរដ្ឋាភិបាលរបស់ខ្លួននឹងអាចមានបញ្ហាបែកធ្លាយនៅរឿងជាច្រើនដែលជាទង្វើអាក្រក់របស់ហ៊ុនសែនជាមួយនឹងយួនអញ្ចឹងគេមិនព្រមឲ្យជាស៊ីមរួចខ្លួនទេយើងដឹងហើយពេលសម័យនោះណាសំបីតែយើងដឹងហើយពីមុនមកទាហានកងអង្គរៈនៅក្នុងរាជវាំងភាគច្រើនគឺជារបស់ជាស៊ីមជាអ្នកគ្រប់គ្រងប៉ុន្តែក្រោយមកគេដឹងថាជាស៊ីមអត់ស្រួលគឺគេបានដូរមេបញ្ជាណានៅក្នុងរាជវាំងហ៊ុនសែនបានដាក់កងសម្អល់ដាក់ដោយមានឥទ្ធិពលខ្លាំងបំផុតឲ្យកងសម្អល់នឹងមានឥទ្ធិពលខ្លាំងជាងជាស៊ីមទៅទៀតសម្រាប់គ្រប់គ្រងក្នុងព្រះបរមរាជវាំងគ្រប់គ្រងក្នុងរឿងព្រះមហាក្សត្រព្រោះដឹងហើយថាព្រះមហាក្សត្រនៅមានកងអង្គរៈជាច្រើនដែលមានការស្មោះស្ម័គ្រនឹងព្រះមហាក្សត្រអញ្ចឹងគេគិតថាมันអាចឲ្យពួកនឹងត្រូវតែស្មោះជាមួយព្រះមហាក្សត្របានទេត្រូវតែមានអ្នកចាំឃ្លាំមើលតាមដានព្រោះកុំឲ្យមានបញ្ហារដ្ឋប្រហារដូចជាខ្លួនធ្លាប់មានចេតនាធ្វើរដ្ឋប្រហារម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតនៅក្នុងប្រទេសកម្ពុជារយៈពេលរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងអានេះអ្វីដែលហ៊ុនសែនខ្លាចគឺដោយសារតែខ្លួនឯងគឺជាជនដ៏ថោកទាបបែបហ្នឹងហើយទើបខ្លាចថាទង្វើទាំងអស់ហ្នឹងវាអាចនឹងលងមកលើខ្លួនឯងវិញប៉ុន្តែខ្លួនឯងអត់បានដើរទៅរកនៅអ្វីហៅថាលទ្ធិប្រជាធិបតេយ្យអ្វីទៅដែលហៅថាជាភាពដែលជាថ្លៃថ្នូររបស់មនុស្សដែលគួរធ្វើទេគាត់គឺនៅតែធ្វើអចរិតជាសត្វដេរឆានដដែលម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតដោយសារតែយុទ្ធសាស្ត្រចេញពីយួនទាំងអស់អូខេគិរិថៃ hello សារឆាតសួស្ដីសុនី
Amo hello sister how are you just sok អរគុណហើយជំហៀងសុខធីតាសុខស្ដីក្មួយខុនថាត់ថៃពិតជាត្រូវណាស់បងស្រីហ៊ានបញ្ចេញរឿងចាស់ចាស់ឲ្យបងប្អូនបានដឹងអរគុណច្រើនបងពុំចាំចិត្តនៅតែរងមាំមែនហើយបងសារឆាត្រូវហើយចាមានមកដំណើរសុខធីតាកំលៀងព្រះតរះពូជស្ដាច់គឺជាពូជអន់បំផុតចិនសារឆារសជាតិជីវិតសុស្ដីនិយាយត្រូវគ្រប់ត្រស្រឡំចិត្តអូខេបងរីហូអរគុណស្រឡំចិត្តអូខេអាជីនណាបងខ្មុំបណ្ដុកស្វានស្មាស្នាអូខេអរគុណច្រើនបងប្អូនជាទីស្រឡាញ់បងប្អូនគ្នាណារឿងនេះច្រើនមិនមែនតិចទេច្រើនណាពេលដែលយើងមើលឃើញពេលដែលយើងចូលរួមហើយពេលដែលយើងដឹងពីប្រវត្តិពិតជាច្រើនទៀតខ្ញុំគិតថាខ្ញុំដូចជាអារម្មណ៍ខ្ញុំណាអាពីមុនចូលនយោបាយតែត្រឹម 50% ឥឡូវឡើងចង់ផ្ទុះលើសពី100ទៅទៀតឥឡូវហ្នឹងណាព្រោះវាឈឺចាប់មិនមែនដោយសារតែចូលឬក៏ហៅថាភាពកាប់មុខទេប៉ុន្តែដោយសារតែភាពឈឺចាប់នេះធ្វើឲ្យកម្លាំងនៃការចង់ចូលរួមនយោបាយនេះកើនលើសមុនទៅទៀតស្ទើរតែលើស 100% ទៅហើយឥឡូវហ្នឹងណាអញ្ចឹងហើយបានខ្ញុំចង់បញ្ជាក់ឲ្យបងប្អូនគ្រួសារខ្មែរហ្នឹងត្រូវដឹងផងថាកម្ពុជាមិនមែនប្រទេសមានសន្តិភាពទេអ្នកដែលអួតខ្លួនថាកម្ពុជាមានដេជោមានសន្តិភាពនេះឯងគឺស្មើនឹងសារភាពថាខ្លួនឯងនឹងអន់ជាងសត្វទៅទៀតព្រោះបើសត្វក៏វាមានមនសិការមួយក្នុងភាពស្មោះត្រង់ជាសត្វដែរប៉ុន្តែអ្នកដែលប្រើភាសាបែបនេះគឺអ្នកនោះអន់ជាងសត្វទៅទៀតអានេះខ្ញុំបញ្ជាក់ចុះតម្រាំអ្នកដែលលក់ក្បាលឲ្យរបបសត្វដេរឆាននេះទៀតតើតម្លៃនោះគួរតែឲ្យដល់កម្រិតណាដែរជួយពិចារណាទាំងអស់គ្នាមើលអូខេបងប្អូនទាំងអស់គ្នាដែរហើយមានសំណាងសូមចិត្តអរគុណបងលៀងកំឆេងអរគុណបើតាមប្រវត្តិឯកសារជាច្រើនដែលយើងឃើញទាំងអស់គ្នាណាអូខេបងសេនមិនបាច់តបតទេបងសេនណាជួយខ្ញុំទៅទុកឲ្យវាប្រកាច់ងាប់ខ្លួនឯងទៅតិចទៀតនឹងវាខឹងពេលយើងអត់តបតទៅវាខឹងដល់ថ្នាក់វាផ្ទុះទៅសៃឈាមខួរក្បាលទៅវាគាំងខ្លួនឯងហើយមិនបាច់ទៅតបតទេអាមនុស្សធន់អន់ថោកថោកអញ្ចឹងយើងទៅតឲ្យតម្លៃធ្វើអីជឿខ្ញុំទៅអរគុណនៃការដែលជាចាប់បងថាយ៉ាង hello បងសួស្ដីយើងមើលប្រវត្តិខ្លះហើយយើងប្រៀបធៀបគ្នានៅក្នុងបច្ចុប្បន្នកាលនៃរបបហ៊ុនសែនណាឲ្យបងប្អូនមើលថាតើវាខុសគ្នាឬក៏អត់ឥឡូវណាយើងមើលរដ្ឋប្រហារប្រដាប់អាវុធបង្ហូរឈាមឆ្នាំ1997រំលាយគណៈបកហ៊ុនស៊ិនប៉ិញដឹកនាំដោយសហរដ្ឋមន្ត្រីហ៊ុនសែននាយកសហនាយករដ្ឋមន្ត្រីទី2ហ៊ុនសែននេះសហនាយករដ្ឋមន្ត្រីសម័យនោះស្អីគេសហបងប្អូនជួយប្រាប់ខ្ញុំតិចមើលស្អីគេសហហ្នឹងណាសហនាយករដ្ឋមន្ត្រីទី2ទ្រង់រានអតីតសហនាយករដ្ឋមន្ត្រីទី1មានសហនាយករដ្ឋមន្ត្រីទី1មានសហនាយករដ្ឋមន្ត្រីទី2ចុះហេតុអីក៏សម័យដេជោនោះមិនព្រមឲ្យសខេងគឺជាសហនាយករដ្ឋមន្ត្រីទី2ដែរទៅណាមិនក៏ធ្វើតែនាយករដ្ឋមន្ត្រីហ៊ុនសែនដេជោខ្លួនឯងតែមួយមិនក៏មកឲ្យសខេងគាត់ខ្លាចទៅជាសហនាយករដ្ឋមន្ត្រីទី2ដែរទៅណាហើយខ្លាចសហនាយករដ្ឋមន្ត្រីទី2ហ្នឹងធ្វើរដ្ឋប្រហារដោយការសម័យដែលខ្លួនឯងជាសហនាយករដ្ឋមន្ត្រីទី2ឆ្នាំ97ធ្វើរដ្ឋប្រហារហ៊ុនស៊ិនប៉ិចនៃជាសហនាយករដ្ឋមន្ត្រីទី1ប្រហែលជាភ័យដឹងខ្លាចចឹងឯដឹងមែនទេបងប្អូនមកសុភីលោកសួស្ដីចំណានបងថ្មខ្ញុំគ្រប់ត្រអរគុណបូរ៉ាណូណូអូខេផាន់ដាក់ឯកសារឲ្យវាមើលបន្តិចទៅអូខេបងណាកងទ័ពដែលមានស្វាមីភក្តិចំពោះទ្រង់រានរិទ្ធឬក៏ហៅថាសហនាយករដ្ឋមន្ត្រីទី1ឆ្នាំ1997បានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សដែលជាទាហានរបស់បាត់បង់ជីវិតមនុស្សរាប់រយនាក់
ការដែលបង្ហូរឈាមការដែលធ្វើឲ្យស្លាប់អ្នកដែលស្ម័គ្រស្មោះជាមួយត្រង់រានរដ្ឋទាំងអស់នោះគឺជាកងកម្លាំងដែលកើតចេញពីហ៊ុនសែនដែលមានកំភ្លើងគ្រប់ដៃដែលយើងដឹងហើយថាគឺហ៊ុនសែនបានបង្កើតកងជីវពលទូទាំងប្រទេសហើយកងជីវពលទាំងអស់នោះគឺកងជីវពលខុសច្បាប់ពីសម័យឆ្នាំ1997គេហៅថាកងជីវពលនៅសម័យឆ្នាំ2019 2017ដល់2013រហូតមកដល់ឆ្នាំ2019នេះគេហៅថាពួកអាបាដៃទី3អត់ខុសគ្នាទេណាអត់ខុសគ្នាទេយើងមើលទៅគ្រាន់តែគេដូរសម័យកាលតែប៉ុណ្ណោះដូរពាក្យពីកងជីវពលមកដាក់ឈ្មោះថាពួកអាបាដៃទី3តែប៉ុណ្្នឹងឯងហើយក្រុមទាំងនេះគឺកើតចេញពីអ្នកណាមិនមែនកើតចេញពីរដ្ឋាភិបាលទេគឺកើតចេញពីហ៊ុនសែនដែលបានបង្កើតក្រុមនេះរាល់អាណត្តិគឺតែងតែមានក្រុមនេះតាំងពីវគ្គមុនដែលតាំងពីមុនសម័យធ្វើរដ្ឋប្រហារទៅទៀតហើយរឿងទាំងអស់នេះត្រូវបានប្រធានក្រសួងមហាផ្ទៃគឺលោកហូសុកបានដឹងរឿងទាំងអស់ហ្នឹងត្រូវធ្វើឲ្យហ៊ុនសែនមិនសប្បាយចិត្តត្រូវតែប្រាថ្នាជីវិតហូសុកជាដាច់ខាតរហូតដល់ហៅឧត្តមសេនីយ៍ដែលជាគណៈកម្មការនយោបាយធម្មតាគណៈបកនីមួយគឺមានគណៈកម្មការនយោបាយគណៈកម្មការវិន័យគណៈកម្មការអចិន្ត្រៃយ៍អញ្ចឹងគេបានហៅគណៈកម្មការនយោបាយដែលមានឈ្មោះថាឧត្តមសេនីយ៍ក្រូចយឿនណាទៅប្រាប់ហ៊ុនសែនបានហៅឧត្តមសេនីយ៍ក្រូចយឿនទៅផ្ទះនៅតាំងកសាំងទៅប្រាប់ថារយៈពេល3ថ្ងៃគេត្រូវតែសម្លាប់ហូសុកឲ្យបានគឺថ្ងៃទី15មិថុនាដល់ថ្ងៃទី18មិថុនាព្រោះគេមានគម្រោងធ្វើរដ្ឋប្រហារមុនថ្ងៃទី5ទី6ខែកក្កដាម្ល៉េះប៉ុន្តែដោយសារតែផែនការនោះវាត្រូវខកខានអញ្ចឹងក៏អត់បានសម្លាប់ហូសុកតាមដែលមានបំណងធ្វើរដ្ឋប្រហារតាំងពីថ្ងៃទី15រហូតដល់ថ្ងៃទី18ទេបានសម្រេចធ្វើរដ្ឋប្រហារបានសម្រេចជោគជ័យនៅថ្ងៃទី5ទី6កក្កដាឆ្នាំ1997ទៅវិញអធិរិកខ្មែរលោកសុភីលូ love you all អរគុណច្រើនបងស្រីលោកគឹមលោកហើយសេងមិនចង់ឮទេឈឺចិត្តណាស់បងដឹងបងមិនចង់ឮប៉ុន្តែមានអ្នកអត់ដឹងច្រើនណាស់ពេលដែលបានដឹងហើយតើយើងគួរតែគិតបែបណាហើយខ្ញុំនឹងសរុបថាតើលទ្ធផលហ៊ុនសែនរដូវកាលនេះហើយនឹងរដូវកាលមុនតើវាខុសគ្នាបែបម៉េចណាពីមុនលទ្ធផលហ៊ុនសែនជោគជ័យបែបណាតែសម័យកាលរដ្ឋប្រហារធ្វើរំលាយគណៈបកសង្គ្រោះជាតិឆ្នាំ2017នេះតើលទ្ធផលនៅចុងក្រោយនៅក្នុងឆ្នាំ2019 2020នេះលទ្ធផលហ៊ុនសែនជោគជ័យឬក៏បរាជ័យធំប៉ុណ្ណាអានេះខ្ញុំគ្រាន់តែលើកអ្វីដែលជានយោបាយរបស់ហ៊ុនសែនឲ្យបងប្អូនដឹងកុំឲ្យថាអត់ដឹងណាបងកងសុសានកងសេនាជននឹងឲ្យបងកងសេនាជនលេងល្អនិយាយមានហេតុផលគួរសមអរគុណច្រើនសុខមើលការបកស្រាយរបស់បងស្រីបានល្អប៉ុន្តែសូមប្រិយមិត្តជួយផ្ដល់ឈ្មោះអ្នកដែលត្រូវគេសម្លាប់ខ្ញុំគិតថាប្រសើរនេះខ្ញុំទទួលបានពីក្នុងឯកសារទេអ្នកដែលសម្លាប់នៅសល់ប្រហែលទៀតប្រហែលជាខ្ញុំអត់បានដឹងអស់ទេណាព្រោះនេះគឺអង្គការ Human Rights Watch ដែលគេបានឯកសារនេះដោយសារគេនៅក្នុងប្រទេសកម្ពុជាគឺអង្គការសិទ្ធិមនុស្សអង្គការ UN ដែលគេបានអង្គការសហជីវជាតិដែលគេបានឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាការសម្លាប់សិទ្ធិមនុស្សសម្លាប់មនុស្សនៅក្នុងប្រទេសកម្ពុជាយើងដឹងហើយឆ្នាំ1997ដែលហ៊ុនសែនបានធ្វើរដ្ឋប្រហារសម្លាប់មនុស្សរាប់រយនាក់នេះគឺស្មើនឹងមើលងាយអង្គការសហជីវជាតិដែលខ្លួនបានចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991អញ្ចឹងវារឹតតែធ្ងន់ហើយថាចុះពីមុនហេតុអីធ្ងន់ប៉ុណ្្នឹងហើយអត់មានអ្នកណាភ្ញាក់ផ្អើលអត់មានអ្នកណាចាប់អារម្មណ៍ដោយសារតែភាពខ្វះព័ត៌មានរបស់ប្រជាពលរដ្ឋដោយសារតែប្រជាពលរដ្ឋមិនសូវបានមានអព័ត៌មានទូលំទូលាយដូចជាពេលឥឡូវហ្នឹងព្រោះពេលនោះគឺអត់មាន Facebook ទេគឺយើងមានតែទូរទស្សន៍រហូតដល់ទូរទស្សន៍របស់ក្រុមរបបហ៊ុនសែននេះបានផ្សាយថា
ការដែលមានការធ្វើរដ្ឋប្រហារសម្លាប់នៅផ្លូវសម្លាប់នៅឆ្នាំ1997នោះគឺដោយសារតែជាការដែលព្រះអង្គម្ចាស់សិរីវុឌ្ឍបានមានចេតនាប្រុងផ្ដួលរំលំប្រុងធ្វើឃាតហ៊ុនសែនដែលដោយយើងដឹងហើយគឺពាក់ព័ន្ធនឹងរឿងដែលសូណារ៉ូបញ្ឆោតឲ្យព្រះអង្គម្ចាស់សិរីវុឌ្ឍសារភាពនិយាយពីទង្វើថាខ្លួនគាត់គឺមានចេតនានឹងសងសឹកហ៊ុនសែនដែលសូណារ៉ូបានខ្លាយទៅជាទីប្រឹក្សានឹងជំនួយការផ្ទាល់របស់ហ៊ុនសែននឹងឯងវាពាក់ព័ន្ធគ្នាជាមួយគ្នាទាំងអស់ហ្នឹងអានេះខ្ញុំនិយាយបើសិនជាគិតថាខ្ញុំនិយាយខុសអាចមកបកស្រាយអាចប្តឹងខ្ញុំបានហើយកុំភ័យខ្ញុំមានសាក្សីរស់នៅសប្តាហ៍ថ្ងៃហ្នឹងច្រើនណាស់នៅអាមេរិកក៏មានដែរសាក្សីរស់ដែលសូណារ៉ូបានប្រព្រឹត្តទង្វើក្បត់ជាតិជាមួយហ៊ុនសែនដែលបានធ្វើបាបព្រះអង្គម្ចាស់សិរីវុឌ្ឍនេះគឺជារឿងក្បត់ជាតិសាហាវដែលបងប្អូនទាំងអស់គ្នាទទួលស្គាល់សិតតែជាអ្នកប្រជាធិបតេយ្យអ្នកស្រឡាញ់ជាតិរាល់ថ្ងៃហ្នឹងវាពាក់ព័ន្ធជាមួយគ្នាច្រើនទាំងអស់ហ្នឹងណាដឹងនៅនេះមនុស្សអាសេរពឹសណាមនុស្សគឹមសួស្ដីមួយចាសួស្ដីតាន់វ៉ាហ៊ុនសែនជាមនុស្សកំសាកនៅលើលោកព្រៃវែងទាំងក្មួយលក្ខណៈអគុណច្រើនលោកពូនមីងបង្ហាញសេងទុកឲ្យ ICC ចុះវាញ៉ាំអូខេមកសូមអរគុណច្រើនបងមករៀបចាប់ចានyou are the best អរគុណបងប្រុសសុផា am second សុខមើលមកស្រីសម្រាប់ច្រើននៅក្នុងរបាយការណ៍ហ្នឹងខ្ញុំជឿថាបើបងប្អូនមកពីភាគច្រើនបងប្អូនអត់សូវចាប់អារម្មណ៍ទេព្រោះវីដេអូហ្នឹងគឺរៀងវែងបន្តិចហើយកាលណាវីដេអូរៀងវែងបន្តិចចឹងទៅបងប្អូនខ្លះគាត់អត់សូវចង់មើលទេសូម្បីតែការផុសនៅក្នុងការគេរៀបរាប់ពីអត្តន័យដែលវាអសរវែងបងប្អូនខ្លះគ្រាន់តែឲ្យ like ដោយអត់បានមើលអត្តន័យពិតប្រាកដទេបងប្អូនខ្លះណាគឺដោយសារពេលខ្លះគាត់អត់យកអាចំណុចដែលវាសំខាន់ណាដែលវាត្រូវយើងត្រូវចាប់អារម្មណ៍ទេពេលខ្លះយើងអត់ត្រូវរំលងទេព្រោះมันមានអ្វីដែលជាលក្ខណៈមួយហៅថាឲ្យយើងហ្នឹងច្បាស់ជាជាងយើងដែលពិនិត្យពិច័យឲ្យបានច្បាស់លាស់ទេអ្នកខ្លះគាត់ដឹងគាត់ចេះតែ share គាត់ឃើញព័ត៌មានខ្លះអូអាហ្នឹងត្រូវតែគាត់ត្រូវមើលអត្ថន័យពេលខ្លះពួកក្រុមគណៈបកប្រជាជនគេក៏បានធ្វើព័ត៌មាននឹងដែរព័ត៌មាននៅកាលដែលធ្វើរដ្ឋប្រហារឆ្នាំ1997ហ្នឹងមិនមែនតែប្រជាពលរដ្ឋមិនមែនតែអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាទេគឺសូម្បីតែគណៈបកប្រជាជនក៏គេបានធ្វើព័ត៌មានคล้ายៗដើម្បីបំភាន់ប្រវត្តិសាស្ត្រនៅក្នុងការដែលគេបានសម្លាប់អ្នកដែលស្លាប់នៅក្នុងឆ្នាំ1997នឹងរាប់រយអ្នកដែរគេបានធ្វើព័ត៌មានបន្លំคล้ายៗដោយគេលើកហេតុផលថាមានអ្នកអង្គម្ចាស់សិរីវុឌ្ឍឬក៏គេហៅថាមានក្រុមមួយចំនួនដែលកំពុងតែមានចេតនាធ្វើឲ្យបង្កសង្គ្រាមនៅក្នុងប្រទេសកម្ពុជាគេយកអ្នកអង្គម្ចាស់សិរីវុឌ្ឍធ្វើជាផ្ទាំងស៊ីបមួយដើម្បីឲ្យប្រជាពលរដ្ឋយល់ច្រឡំណាឲ្យប្រជាពលរដ្ឋយល់ច្រឡំហើយគេបំភ័យទាំងជាតិនិងអន្តរជាតិសូម្បីតែភ្ញៀវទេសចរអ្នកវិនិយោគទុននៅក្នុងប្រទេសកម្ពុជាដែលគេបានចូលមកដើម្បីយើងធ្វើការកសាងប្រទេសជាតិឬក៏គេហៅថាកំពុងអភិវឌ្ឍប៉ុន្តែដោយសារតែអំណាចទាំងអស់នៅក្នុងសម័យនោះនៅឆ្នាំមុនឆ្នាំ1997គឺអំណាចធំជាងគេគឺមិនមែនហ៊ុនសែនទេហ៊ុនសែនត្រឹមតែជាអ្នកដែលទី2តែប៉ុណ្ណោះអញ្ចឹងហ៊ុនសែនគេអត់ពេញចិត្តនៅក្នុងការដែលគណៈបកឬក៏គេហៅថាទ្រង់រានរិទ្ធដែលជានាយករដ្ឋមន្ត្រីទី1នឹងឲ្យមានការអភិវឌ្ឍប្រទេសជាតិឲ្យមានមុខមាត់ឲ្យមានសេចក្តីថ្លៃថ្នូរធ្វើឲ្យប្រជាពលរដ្ឋពេញចិត្តទេអញ្ចឹងគេត្រូវការកំចាត់ទ្រង់រានរិទ្ធដោយសារហើយអ្វីដែលសំខាន់ទៀតបើសិនជារានរិទ្ធគឺជាលោកប្រធានសំរាសីខ្ញុំគិតថារានរិទ្ធរាល់ថ្ងៃនេះគឺជាកម្ពុជាមហាវីរៈបរោះបាត់ហើយប៉ុន្តែស្ដាយទ្រង់រានរិទ្ធត្រឹមតែជាឆ្កែមួយក្បាលតែប៉ុណ្ណោះណាមិនមែនជាមនុស្សទេធ្វើឲ្យអ្នកដែលស្ម័គ្រស្លាប់ជាមួយខ្លួនរាប់រយរាប់ពាន់អ្នកបាត់បង់ជីវិតបាត់បង់សេចក្តីទុកចិត្តបាត់បង់អាភាពចង់ចូលរួមនឹងការងារសង្គមជាតិបាត់បង់នឹងការតស៊ូដើម្បីប្រទេសជាតិដើម្បីអនាគតជាតិនេះគឺជាភាពថោកទាបដែលយើងមិនគួរលើកលែងឲ្យដែរតែស័ក្តិសមហើយបាបកម្មដែលរានរិទ្ធទទួលបាននោះគឺវាស័ក្តិសមនឹងទង្វើរបស់ខ្លួនហើយណាបងហេសេនោះហើយមកពីសីហានុកដេញអ៊ុនតាក់នឹងហើយបងវឌ្ឍនាលរៀនអសិស្ដីប
បរ៉ាសេងរឿងកញ្ជ្រោងកញ្ចាស់ជញ្ជក់ឈាមរះវិនវធីសួស្ដីបងស្រីចាសួស្ដីបងហេសេងមេយួនវាបញ្ជាផងមើលទៅហាបងឯងទៅឆ្ងល់អីហ៊ុនសែនដែលមានសមត្ថភាពគិតដល់ចំណុចហ្នឹងឯងគឺហ្នឹងហើយគឺជាយុទ្ធសាស្ត្រដែលយួនបានឲ្យហ៊ុនសែនធ្វើហ្នឹងណាធ្វើអញ្ចឹងស្មានបងឯងគិតមើលទៅហ៊ុនសែនចេះអីចេះតែប្រើសម្ដីពីលអសិលធម៌ថោកទាបហ្នឹងបើកំណត់ហ៊ុនសែនឆ្លាតអញ្ចឹងមិនមែនហ៊ុនសែនឡើងវេទិកាម្ដងនោះប្រើសម្ដីអត់មានសិលធម៌អញ្ចឹងទេណាមនុស្សដែលគេឆ្លាតណាគេធ្វើដល់តែថ្នាក់ដឹកនាំគេរក្សានៅកិត្តិយសរបស់គេខ្លាំងណាស់គេមិនមែនថោកទាបអន់ចរិតដោយហ៊ុនសែនអញ្ចឹងទេយើងមើលទៅតើហ៊ុនសែនឆ្លាតទេភាពឆ្លាតនៃការធ្វើបាបប្រជាពលរដ្ឋខ្មែរនេះគឺជាយុទ្ធសាស្ត្រដែលយួនរៀបចំឲ្យមកព្រោះហ៊ុនសែនគ្មានខួរក្បាលណាអ្វីឆ្លាតដល់ម្លឹងទេបើសិនជាហ៊ុនសែនមានភាពបីឆ្លាតដល់ថ្នាក់ហ្នឹងហ៊ុនសែនចេះប្រើយុទ្ធសាស្ត្រដែលយួនបញ្ជាលើក្បាលខ្លួនហ្នឹងត្រឡប់ទៅឲ្យយួនវិញដើម្បីខ្លួនឯងនឹងខ្លាយទៅជាវីរៈបរិះបាត់ហើយមិនមែនហ៊ុនសែននៅតែធ្វើឆ្កែគេឆ្កែរហូតដល់ងាប់ហើយស្លាប់ទៅ100ជាតិគាត់នៅតែឆ្កែរបស់យួនទៀតទេនេះអត់ឆ្លាតទេហ៊ុនសែនអត់បានមានខួរក្បាលឆ្លាតអញ្ចឹងទេតែវាជាយុទ្ធសាស្ត្រដែលយួនប្រាថ្នាហើយបើសិនជាកាលពីឆ្នាំ1997អត់សម្លាប់ឧត្តមសេនីយ៍ជាច្រើនដែលជាអ្នកស្មោះត្រង់នឹងជាតិទាំងអស់នឹងទេរាល់ថ្ងៃនេះពួកមន្ត្រីយួនដែលនៅផ្នែករៀបចំផែនការនិងផ្នែកធំដែលជាឧត្តមសេនីយ៍ជាច្រើននៅក្នុងស្ថាប័នរដ្ឋនិងនៅក្នុងស្ថាប័នរដ្ឋាភិបាលហ៊ុនសែននេះក៏អត់អាចឈរជើងបានរាល់ថ្ងៃនឹងដែរនេះគឺគេសម្លាប់មន្ត្រីរបស់ខ្មែរអ្នកស្នេហាជាតិរបស់ខ្មែរដើម្បីបញ្ចូលយួនឲ្យឈរនៅតួនាទីសំខាន់ទាំងអស់ហ្នឹងមិនដែរមើលជួយប្រាប់ផងក៏លោកខ្ញុំនិយាយខុសមាត់អត់កម្រើបនិយាយអត់ត្រូវអីចឹងណាបងសម្ដេចពីមុនគឺសម្ដេចឪរបស់ប្រជាជនសម្ដេចឥឡូវគឺម៉ែឪរបស់ហ៊ុនសែនប្រជាជនមានការអ្វីស្រែកឲ្យសម្ដេចជួយធ្វើបង្ងើយឯចំណែកហ៊ុនសែនវិញស្រែកឲ្យសម្ដេចធ្វើអីសម្ដេចជួយបានទាំងអស់អូខេបងស៊ូឡាអរគុណច្រើនបងថាចំរឿងនេះពិតណាស់អរគុណច្រើនបងសម្បូរដាំងខៅសុស្ដីលពូសេងរ៉ានរិទ្ធចោលមកសៀតអូខេដាំងខៅសុស្ដីលពូរត់ណាក៏គូអរគុណបងសុកមើលបងស្រីពួកគាត់កាលដែលតស៊ូជាអីអូនខ្មែរត្រូវតែជួយខ្មែរក្មេងវត្តទាត់ក្មេងវាំងអូខេបងបានសុផលសុស្ដីបងខំជឹងសានសុស្ដីចៃមាសអូខេបងអានគេអេស៊ីងហុងកាតាមុនបងហេសេងសៃហនុចាញ់បោកចិនចាញ់បោកយួនខ្មែរក្រហមម្ដងហើយមកចាញ់បោកម្ដងទៀតដេញអ៊ុនតាក់ម្ដងទៀតយុទ្ធសាស្ត្ររបស់គាត់មានចំណុចស្នេហាជាតិតែក៏គាត់មានចំណុចខុសសម្រាប់ជាតិធ្ងន់ធ្ងរច្រើនដែរណាគឺគាត់ខុសត្រង់គាត់ចាញ់អបាយកលចិនគាត់ទៅលូកដៃទៅរកចិនមុនបើគាត់ទៅលូកដៃទៅលើប្រទេសអាមេរិកប្រហែលជាគាត់មិនអីទេណាគាត់ដឹងហើយថាគាត់ពេលនោះគាត់គឺជាដុំពេជ្រដែលប្រទេសដែលមានចេតនាឈ្លានពានចង់បានលេបត្របាក់ទឹកដីកម្ពុជាគឺត្រូវការសម្ដេចសីហនុអញ្ចឹងវិធីសាស្ត្រដើម្បីធ្វើឲ្យคล้ายទៅជាលក្ខណៈមួយហៅថាគេហៅថាអាល្បិចសាច់កម្មណាមិនមែនត្រង់សម្ដេចសីហនុជាសាច់កម្មទេពួកអាយួនគឺមានចេតនាគឺផ្សារភ្ជាប់ឲ្យសម្ដេចសីហនុជឿជាក់លើយួនដូចជាគេភ្ជាប់ដូចជាសម្ដេចសីហនុហើយនឹងហូជីមិញគឺជាមិត្តភក្តិដ៏ល្អនឹងគ្នាដែរណាប៉ុន្តែដោយសារតែយុទ្ធសាស្ត្រដែលគេចង់បានប្រទេសកម្ពុជាដោយសារសម្ដេចសីហនុនឹកសំណោះសម្ដីដែលហូជីមិញប្រាប់ឲ្យថាកម្ពុជាឲ្យជនជាតិយួនឲ្យពួកអាយួនទាំងអស់ហ្នឹងមកឈ្លានពានកម្ពុជាតែហាមប៉ះពាល់សីហនុព្រោះសីហនុមួយគឺជាមិត្តស្លាប់រស់របស់ខ្លួនអាពាក្យទាំងនេះហើយដែលធ្វើឲ្យសម្ដេចសីហនុស្លាប់ចិត្តដោយគិតថាសីហនុដោយគិតថាហូជីមិញទោះបីជាមានចេតនាមហិច្ឆតាលោភលន់ទឹកដីរបស់ខ្លួនក៏ដោយក៏ហូជីមិញនៅតែរក្សាមិត្តភាពឲ្យកូនចៅរបស់ខ្លួននៅតែឲ្យតម្លៃថាខ្លួនឯងនឹងគឺជាមិត្តភាពដ៏ល្អរបស់ខ្លួនដែរអានឹងហើយដែលភាពស្លាប់ចិត្តដែលគេសម្លាប់ចិត្តរបស់ត្រង់សីហនុបានក្រោយមក
អត់បានគិតពាក្យថាប្រទេសណាដែលជាភាពសេរីទេបាយដឹងហើយថាយួនគឺជាសត្វក្រពើណាយួនគឺជាសត្វក្រពើតែបាយជាទៅចូលអាណានិគមរបស់ចិនវិញអត់ព្រមរត់ទៅប្រទេសអាមេរិកគេលូកដៃមកចូលជួយបាយជាទាត់គេចោលណាបងប្អូនមើលប្រវត្តិសាស្ត្រមានច្រើនណាបើលើកទៅវែងណារឿងហ្នឹងប៉ុន្តែទ្រង់ក៏មានវីរភាពនៅក្នុងការដែលការពារជាតិដែរទ្រង់មានការកសាងប្រទេសជាតិមួយឲ្យពិភពលោកមើលឃើញថាសម័យដែលទ្រង់កាន់អំណាចមានគ្រប់សពបែបយ៉ាងដែលខ្មែរសម័យនេះមានសិទ្ធិតែរបស់គេសម័យមុន start Olympic ហើយសំបីតែកីឡាក៏មាននៅលើឆាកអន្តរជាតិដែរយើងឃើញហើយសំបីតែរោងចក្រក៏មានរបស់ខ្មែរខ្លួនឯងដែរតែឥឡូវនេះអត់មានទេណាអញ្ចឹងទ្រង់ក៏មានគុណសម្បត្តិច្រើនណាស់ទ្រង់វិបត្តិទ្រង់ក៏មានដែរប៉ុន្តែគុណសម្បត្តិទ្រង់ក៏មានដែរមិនមែនដូចជាសម័យដេកជោដែលជាចៅ500រាល់ថ្ងៃហ្នឹងទេគុណសម្បត្តិមួយជ្រុងណាក៏អត់មានដែរប៉ុន្តែបើពីនិយាយពីភាពអាក្រក់ស្មោកគ្រោកវិញរកលេខអគ្មានទេបើប្រៀបធៀបនៃមេដឹកនាំនៅក្នុងប្រទេសកម្ពុជាពីសម័យសម្ដេចតាមកដល់ពេលសម័យនេះអូខេសាឡនចិត្តសួស្ដីឲ្យក្មួយចាស់សួស្ដីអ្នកមីងសួររត់ដើម្បីជាតិណាមើលឲ្យសេងកុំឆ្ងល់ទាំងស្ដេចទាំងហ៊ុនសែនបំរើយួនសុតស្រវែងសួស្ដីអូខេមើលគេកើអញ្ចឹងសំមែនសុំទោស7មុខបងប្អូនហា7មុខសួស្ដីបងស្រីចាស់សួស្ដីបងអឹងចន្ទធុនសូមសរសើរក្មួយនិយាយប្រវត្តិនយោបាយពីចំនួនមុនចំនួនអ៊ុនតាមកបច្ចុប្បន្នគឺត្រឹមត្រូវអរគុណច្រើនលោកពូអង្គវត្តឲ្យលោកសួស្ដីបងបងហ៊ានសេមិនអោយប៉ះមិនបើយួននៅជាមួយស្រីសេចទូច 1K ហើយអរគុណច្រើនគង់សរសើរថាជុំយួនចិនសីហនុជាមិត្ត10000ឆ្នាំដោយសារតែភាពនៃលក្ខណៈហៅថាមនោសញ្ចេតនាណាអាមើលទៅអាភាពធំដែលគេបំផ្លាញយ៉ាងមហាសាលមើលអត់ឃើញទេមើលឃើញអាចិត្តទូចមួយគ្រាន់តែប្រាប់តែឯងណាប៉ះអាណាប៉ះទៅតែកុំប៉ះពូម៉ាក់អញអូមោទនភាពភ្លាមគាត់ថាអូយ៉ាងណាក៏វាមានភាពល្អដែលវាមានភាពស្មោះត្រង់ដែលយើងជាមិត្តភក្តិដ៏ល្អដែរដែលស្មោះត្រង់ដែរអានេះហើយផ្លេចរឿងថាអូប្រទេសជាតិទាំងមូលគេយកបាត់នៅសល់តែភាពស្មោះត្រង់ដែលគេសម្ដែងសោះណាអាខ្លួនឯងនឹងស្លាប់ចិត្តដោយគេសម្ដែងសោះទៅស្លាប់ចិត្តជាមួយគេអាហ្នឹងណាដែលជាភាពខាតអរគុណគឺទឿននេះសិមកពីខ្មែរចង្រៃស្រឡាញ់គុំម្នេះលោកកល្យានសួស្ដីអូននារីមានថ្មីមាត់សួស្ដីបងបណ្ណាដឹកយួនជាសត្វក្រពើអូខេហើយយើងមើលទាំងអស់គ្នាទៀតណាខ្ញុំប្រៀបធៀបមួយឲ្យបងប្អូនមើលណាដូចខ្ញុំប្រាប់អញ្ចឹងបើខ្ញុំនិយាយខុសបងប្អូនជួយខមមិនមកដូចខ្ញុំបញ្ជាក់ប្រាប់បងប្អូនដែរថាខ្ញុំមិនមែនជាបណ្ឌិតទេហើយខ្ញុំក៏មិនមែនជាសាស្ត្រាចារ្យដែរប៉ុន្តែបងប្អូនមើលតើបណ្ឌិតនៅក្នុងប្រទេសកម្ពុជាដែលលើករឿងទាំងអស់នេះយកមកសើរើឲ្យប្រជាពលរដ្ឋខ្មែរបានដឹងទេមើលសួរមើលបណ្ឌិតនៅក្នុងប្រទេសកម្ពុជាក្រៅពីលោកបណ្ឌិតកែមលីហើយនិងលោកបណ្ឌិតកឹមសុខតើបណ្ឌិតនៅក្នុងប្រទេសកម្ពុជាបានសើរើទាំងអស់នោះថាតើវាត្រូវវិវត្តនឹងពាក់ព័ន្ធបញ្ហាទាំងអស់ហ្នឹងដែលជាបន្ទុកដែលហ៊ុនសែនត្រូវទទួលទោសនៅថ្ងៃខាងមុខនេះតើមានបានលើកឡើងមកប្រាប់បងប្អូនថាហ៊ុនសែនគឺជាអ្នកដែលបានសម្លាប់គ្រួសារខ្មែរទេមានហ៊ាននិយាយទេណាបានត្រឹមតែនិយាយប្រើភាសាមួយក្នុងការដែលបង្កើតពួកឈាមថ្មីណាឈាមថ្មីឬក៏នយោបាយថ្មីតើនយោបាយថ្មីដើម្បីអីណានយោបាយថ្មីដើម្បីអីឬក៏ដូចនិយាយរឿងពីដើមគេមានសភៅថ្នាក់ទី12ខ្ញុំរៀនមកដល់ថ្នាក់ទី12ទេសភៅដូចជាសភៅព្រះអាទិត្យថ្មីរះលើផែនដីចាស់បងប្អូនមានចាំទេសភៅហ្នឹងខ្ញុំរៀនដល់ថ្នាក់ទី12ទេតែបងខ្ញុំក៏រៀនបានតែខ្ញុំចូលចិត្តអានសភៅដែរពេលមុនណាខ្ញុំក៏បានមើលសភៅនោះខ្លះៗដែរអញ្ចឹងវាមិនខុសគ្នាប្រហែលទេនយោបាយថ្មីនៅក្នុងក្រោមការគ្រប់គ្រងរបបដេរឆានចាស់ដដែលតើធ្វើដើម្បីអីឥឡូវខ្ញុំសួរមើលធ្វើដើម្បីអីតើអ្នកនយោបាយថ្មីវប្បធម៌ថ្មីនឹងធ្វើដើម្បីអីបដូរអ្នកណាធ្វើដើម្បីបដូរសំណាស៊ីឥឡូវសួរមើល
បើតាំងខ្លួនគឺជាបញ្ញវន្តគឺជាបណ្ឌិតដែលមានខួរក្បាលក្នុងនាមខ្លួនគឺជាអ្នកដែលខ្មែរស្រឡាញ់ជាតិពិតប្រាកដតើគួរតែចូលរួមបង្កើតនយោបាយថ្មីដែលជាយុទ្ធសាស្ត្ររបស់ហ៊ុនសែនតាមសម័យកាលទេនយោបាយថ្មីនឹងវាត្រូវហើយនិយាយលើកមកនឹងវាត្រូវហើយខ្ញុំឲ្យត្រូវព្រោះហ៊ុនសែនធ្វើនយោបាយតាំងពីសម័យ79រហូតមកដល់ឆ្នាំ2019នេះគឺហ៊ុនសែនដូរតែឈ្មោះនៃផែនការតែប៉ុណ្ណោះប៉ុន្តែបើពីយុទ្ធសាស្ត្រវិញគឺហ៊ុនសែនប្រើយុទ្ធសាស្ត្រតែមួយដដែលប្រើគ្រាន់តែការវិវត្តនៅពាក្យពេចន៍នឹងគេហៅថាសូរស័ព្ទឲ្យវាពិរោះនៅក្នុងការលើកឡើងតែប៉ុណ្ណោះឯងដូចជាពាក្យដែលអភិវឌ្ឍណាប្រទេសកម្ពុជាប្រើពាក្យអភិវឌ្ឍណាតែពាក្យអភិវឌ្ឍនេះគឺបងប្អូនដឹងហើយថាអភិវឌ្ឍអីខ្លះរាល់ថ្ងៃហ្នឹងកន្លែងណាមានពាក្យអភិវឌ្ឍគឺជាកន្លែងទុកវេទនារបស់ប្រជាពលរដ្ឋខ្លួនឯងហើយអញ្ចឹងវាព្រោះស្ដាប់ទេអញ្ចឹងវាអត់ពិបាកនៅក្នុងការលើកឡើងទេបើអន្តរជាតិដែលគេអត់បានមើលឃើញប្រទេសកម្ពុជាមានហានិភ័យឬក៏មានកលយុគដ៏សាហាវយងក្នុងនៅក្នុងរបបហ៊ុនសែនណាគឺគេលើពាក្យអភិវឌ្ឍអញ្ចឹងគេសប្បាយចិត្តណាអូប្រទេសកំពុងអភិវឌ្ឍអញ្ចឹងគេរីករាយណាប៉ុន្តែដល់ពេលដែលគេបានមើលឃើញទង្វើគ្រប់បែបយ៉ាងនៅក្នុងប្រទេសកម្ពុជាបើគេស្ដាប់ពាក្យអភិវឌ្ឍរបស់ហ៊ុនសែននោះគឺគេចង់ក្អួតដាក់លើក្បាលហ៊ុនសែនទៅទៀតណាព្រោះវាជាទង្វើផ្ទុយចិនយួនមានគម្រោងបំផ្លាញខ្មែរអូខេបងហេសេវាមិនហ៊ានខ្លាចលែងស៊ីអាចអូខេសេទៅចាំបងអូខេចាំមើលការពួកគាត់តស៊ូជីដែនដាក់គោលដៅកម្ចាត់យួនរហូតមាន$23ឆ្នាំ1991អូខេកាន់អញ្ចឹងធ្វើដើម្បីស៊ីអាចយួនហើយគេបងព្រះអាទិត្យអនុសាសន៍នេះត្រឹមត្រូវណាស់ពួកខ្ញុំនិយាយតាមត្រង់បងព្រះអាទិត្យនិយាយមែនណាកុំប្រើពាក្យអនុសាសន៍ខ្ញុំជ្រើញពាក្យអនុសាសន៍ហ្នឹងណាពាក្យនេះគឺពាក្យហ៊ុនសែនប្រើក្រុមហ៊ុនសែនដែលគេចូលចិត្តប្រើណាហើយខ្ញុំស្អប់ណាស់និយាយតាមត្រង់អ្វីដែលហ៊ុនសែនប្រើគឺខ្ញុំខ្ពើមណាស់និយាយមែនតែម្ដងហើយសេចអភិវឌ្ឍជំនួសមកប្លន់ដីអសេចទួយកូនខ្មែរមិនមានគ្មានដឹងប្រវត្តិសាស្ត្រខ្មែរទេពីព្រោះប្រវត្តិសាស្ត្រឡប់ឡាយប្រទេសកម្ពុជាជារបស់ខ្មែរអូខេយើងមើលទាំងអស់គ្នាថានៅក្នុងឯកសាររបស់ឧត្តមស្នងការសហប្រជាជាតិគេបានកត់ត្រាចំនួនអ្នកដែលត្រូវបានគេសម្លាប់ក្រៅច្បាប់រាប់រយនាក់ណាហើយសាកសពនីមួយៗគួរឲ្យរន្ធត់សពខ្លះគេសម្លាប់ដុតនឹងកង់កៅស៊ូឡានដុតនឹងកង់ឡានសពខ្លះណាខុសខើហ៎សាហាវព្រោះគេបានរកឃើញសាច់ឬក៏ហៅថាមានសល់សាច់ឬក៏ហៅថាសល់ស្បែកអីរបស់សាកសពនឹងជាប់នឹងកង់ឡានសពខ្លះនៅក្នុងប្រឡាយទឹកសពខ្លះគេឃើញភាគច្រើនស្លាប់ដោយដៃជាប់ចំណងគេចងស្លាប់សេកជាមួយក្រមាឬក៏ខ្សែរកឃើញនៅតំបន់ជាច្រើនដូចជានៅតំបន់ពេជ្រនិលណានៅជិតឧដុង្គហើយនៅខេត្តកំពង់ឆ្នាំងនិងកន្លែងផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញនេះឧត្តមស្នងការអង្គការសហប្រជាជាតិតើខ្ញុំសួរចំនួនមួយថារបាយការណ៍ទាំងអស់នេះវាចូលទៅក្នុងឧត្តមស្នងការអង្គការសហប្រជាជាតិហើយអញ្ចឹងរាល់ទង្វើដែលហ៊ុនសែនឡើងទៅអួតនៅលើអង្គការសហប្រជាជាតិថាខ្លួនឯងបានដឹកនាំដោយគោរពនៅអធិបតេយ្យភាពតើគេគិតមិនដែរឥឡូវខ្ញុំសួរតិចមើលព្រោះរបាយការណ៍ទាំងអស់កើតចេញត្រូវបានខាងឧត្តមស្នងការអង្គការសហប្រជាជាតិជាអ្នកបញ្ចេញឲ្យខ្មែរនេះដូចខ្ញុំអីទៅមិនដឹងពេលដែលគេបញ្ចេញឯកសារនឹងមកចេញពីអង្គការសហប្រជាជាតិវិញណាអញ្ចឹងតិចទៀតរឿងដែលហ៊ុនសែនសម្លាប់លោកជីវិជាសម្លាប់លោកកែមលីសម្លាប់លោកឈុតវិធីសម្លាប់ពិសិដ្ឋពីលីកាសម្លាប់ពៅបញ្ញាពេជ្រសម្លាប់អ្នកផ្សេងទូចសេនិចហើយនឹងអ្នកដែលសារព័ត៌មានឯករាជ្យជាច្រើនពីមុនឆ្នាំ1997ទៀតណាអញ្ចឹងឯកសារទាំងអស់នោះនឹងចេញពីឧត្តមស្នងការមកវិញទាំងអស់អត់ខុសគ្នាទេហើយសួរថាហ៊ុនសែនហើយនឹងគ្រួសារហ៊ុនសែនហើយនឹងក្រុមហ៊ុនសែន
ត្រូវបង្កើតអាប៉ូឡូជិះទៅនៅឋានប្រច័នមែនជួយគិតគ្នាមើលអូខេអូខេសាច់ចិនបងរណរិទ្ធចិត្តទុនឈ្មោះថាសម្ដេចមែនតែហ៊ុនសែនសម្លាប់កូនចៅអស់ជិត100នាក់ហើយនៅតែសន្តិភាពជាមួយហ៊ុនសែនទៀតនេះហើយសម្ដេចល្ងងប្រាជ្ញប្លង់ប្រាជ្ញាមិនឆ្លាតពីព្រោះអញ្ចឹងឯងបានជាយួនទន្ទ្រានតាមចិត្តមិនមែនសម្លាប់តែជិត100នាក់ទេណាឧត្តមស្នងការគេឲ្យរបាយការណ៍មកគឺរាប់រយនាក់មិនមែនជិត100នាក់អេណាអញ្ចឹងសួរថាតើសាច់ញាតិរបស់អ្នកដែលស្លាប់ហ្នឹងហេតុអីបានជាខ្ញុំលើកម្ចាក់ម្ដងហើយម្ដងទៀតទេពេលដែលខ្ញុំចូលរួមនយោបាយរហូតដល់សប្តាហ៍ថ្ងៃហ្នឹងពេលដែលខ្ញុំនៅពាក់កណ្ដាលពេលមិនទាន់លេចមុខពេញរហូតដល់សប្តាហ៍ថ្ងៃហ្នឹងគឺមានពូរបស់ខ្ញុំពូចន្ទួតមួយបងចដូនមួយចំនួនតែគាត់ធ្លាប់ធ្វើជាអង្គរៈស្ម័គ្រស្មោះជាមួយរណរិទ្ធត្រូវបានរត់គេចតម្រាំរួចពេលដែលគាត់បានទៅការពារពេលហ្នឹងគឺគាត់ត្រូវបានគេធ្វើឲ្យគាត់ភ្ញាក់ព្រឺតហ្មងគឺញឹកបញ្ឆៃឲ្យរណរិទ្ធបានដោះខ្លួនឯងឲ្យរួចខ្លួនសុកចិត្តឲ្យពួកក្រុមរបស់ហ៊ុនសែនសម្លាប់អង្គរៈខ្លួនឯងយ៉ាងប្រៃផ្សៃបំផុតគាត់ឈឺចាប់រហូតដល់គាត់ចង់ថាបាត់បង់ស្មារតីដល់ពេលគាត់ឃើញខ្ញុំចូលនយោបាយគាត់ភ័យគាត់អំបោខ្ញុំម្ដងហើយម្ដងទៀតក្មួយអើយក្មួយណាក្មួយឯងកំចូលអីពួកនយោបាយសិតតែពួកបោកប្រាស់ទេសិតតែពួកដែលយកយើងធ្វើជាផ្ទាំងស៊ីបដើម្បីការពារវាទេវាយកតែរួចខ្លួនវាទេគាត់ទន្ទិញដដែលរហូតដល់ខ្ញុំប្រាប់ថាខ្ញុំធ្វើនយោបាយនេះមិនមែនខ្ញុំដោយសារខ្ញុំត្រូវការតំណែងមុខនីតិទេហើយក៏ខ្ញុំមិនមែនចេះតែធ្វើឲ្យអ្នកឯងជាអ្នកនយោបាយចេះតែថាអូអ្នកឯងចេះត្រូវដែរបើអ្នកឯងធ្វើខុសខ្ញុំហ៊ានថាខុសបើអ្នកឯងមិនទទួលការពិតខ្ញុំក៏អត់ចូលរួមជាមួយអ្នកឯងដែរអានេះអ្វីដែលខ្ញុំមានហើយការដែលខ្ញុំចូលរួមនេះគឺដោយសារតែសង្គមនេះវាធ្វើឲ្យគ្រួសារខ្ញុំវាឈឺចាប់អញ្ចឹងហើយទើបខ្ញុំត្រូវតែចូលរួមបើសិនយើងស្ដាប់នឹងឃើញនៅទង្វើដែលហ៊ុនសែនធ្វើនៅការដែលធ្វើរដ្ឋប្រហារឆ្នាំ1997នេះហ៊ុនសែនចំណេញច្រើនខ្ញុំលើកហេតុផលនៃការដែលហ៊ុនសែនចំណេញពេលដែលធ្វើរដ្ឋប្រហារឆ្នាំ1997រួចណាព្រោះការធ្វើរដ្ឋប្រហារនៅឆ្នាំ1997ធ្វើឲ្យហ៊ុនសែនសម្លាប់អ្នកស្នេហាជាតិជាច្រើនទាំងជួររដ្ឋាភិបាលទាំងជួរស្ថាប័នរដ្ឋកម្ពុជាណាសម្លាប់បានច្រើនហើយសម្លាប់អ្នកស្នេហាជាតិស្មោះស្ម័គ្រដែលដឹងហើយថាខ្លួនចូលរួមជាមួយហ៊ុនស៊ិនប៉ិចគឺគិតថាគឺជាគណៈបកដែលស្រឡាញ់ប្រទេសជាតិស្រឡាញ់ប្រជាពលរដ្ឋដែលជាគណៈបកដែលល្អដូចយើងទាំងអស់គ្នារាល់ថ្ងៃហ្នឹងស្រឡាញ់គណៈបកសង្គ្រោះជាតិអញ្ចឹងហើយហ៊ុនសែនធ្វើវិធីសាស្ត្រមួយក្តាំងនោះគឺហ៊ុនសែនបានលៀបសការៈច្រើនចំណុចអីខ្លះដែលហ៊ុនសែនបានខ្ញុំលើកត្រួសទី1ហ៊ុនសែនបានបង្វែរស្ថានភាពប្រវត្តិសាស្ត្រដោយសារតែប្រទេសកម្ពុជារាល់ប្រភពបណ្ដាញព័ត៌មាននៅក្នុងប្រទេសកម្ពុជាគឺស្ថិតនៅលើកណ្ដាប់ដៃរបស់ហ៊ុនសែនអញ្ចឹងរាល់ទង្វើដែលហ៊ុនសែនបានធ្វើរដ្ឋប្រហារនោះបានហ៊ុនសែនបានក្រឡៃប្រវត្តិសាស្ត្រមួយគឺឲ្យប្រជាពលរដ្ឋមើលមកថាការដែលសម្លាប់គ្នារង្គាលនៅថ្ងៃទី5ទី6កក្កដាឆ្នាំ1997នោះគឺជាទង្វើរបស់ដូចខ្ញុំប្រាប់អញ្ចឹងគឺទង្វើរបស់អ្នកដែលមានចេតនាចង់ធ្វើឃាតហ៊ុនសែនគឺព្រះអង្គម្ចាស់សេរីវុឌ្ឍនេះដែលហ៊ុនសែនបានលៀងខ្លួនឯងឲ្យស្អាតមួយធ្វើឲ្យប្រជាពលរដ្ឋស្អប់ព្រះអង្គម្ចាស់សេរីវុឌ្ឍមួយចំនួនធំទៀតផងដោយគិតថាហីគេមិនឲ្យមានសង្គ្រាមហើយហេតុអីក៏ព្រះអង្គម្ចាស់បង្កឲ្យមានសង្គ្រាមទៀតដែលគេបញ្ចប់សង្គ្រាមឆ្នាំ1991ហើយនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះណាប៉ុន្តែហេតុអីបានជាធ្វើឲ្យព្រះអង្គម្ចាស់សេរីវុឌ្ឍនឹងបង្កសង្គ្រាមឡើងទៀតក្រែងគេបញ្ចប់សង្គ្រាមនឹងហើយអានេះមួយចំណុចដែលហ៊ុនសែនចំណេញព្រោះពេលនោះអត់មានអ្នកណាដឹងថាហ៊ុនសែនគឺជាមេឃាតករទេដោយសារអីដោយសារតែយើងអត់មានព័ត៌មាន Facebook អីអញ្ចឹងព័ត៌មានវានៅលើដៃគេបញ្ចេញតែអាភាពដែលគេល្អត្រឹមត្រូវឲ្យគេថាគេគឺជាអ្នករំដោះគេជាអ្នកសង្គ្រោះតែតាមពិតគេគឺជាមេឃាតករដ៏យងខ្នងអានេះមួយដែលហ៊ុនសែនចំណេញទី2ធ្វើឲ្យហ៊ុនសែនចំណេញមួយទៀតធ្វើឲ្យអ្នកដែលធ្លាប់ស្មោះស្ម័គ្រនឹងគណៈបកហ៊ុនស៊ិនប៉ិចឬក៏ប្រជាពលរដ្ឋឬក៏សកម្មជនជាច្រើននៅក្នុងគណៈបកហ៊ុនស៊ិនប៉ិចដែលធ្លាប់ស្មោះស្ម័គ្រជាមួយហ៊ុនស៊ិនប៉ិចទាំងអស់នោះបាត់ទំនុកចិត្តលើប្រព័ន្ធនយោបាយ
cứ lên khoa pi nhẹ nửa vô bài thưa ao nhẹ nửa vô bài để xem hai chiếc bật bật cắt trâu ban phải chưa porot lên tục chặt nè phải chưa porot lên tục chất cứ ban này thả phải chưa porot lên khoa pi bành há càng nghe sủng cung nâng bành há nửa vô bài cana phải chưa porot lên khoa pi bành há sủng cung nâng bành há nửa vô bài thưa ao hôn sai chỉ xe lên đầy giang rồng phơi đôi luôn anh chưa mê được nọ muối đôi mình bạch bị bạn ở không cà rơ bóng ra pi phải chưa porot đi anh ấy hỏi đại hôn sáng chấm đánh tí pi nè hai miền ấy tiệt ra biệt xã máy tụm nợp ok sẽ tụi bà các máy slap rồi bỏ các máy slap rồi bỏ xong vậy na ok mọi người xin có này dây riêng máy cả bọt chỉ chụp pe chụp trận na việc lại cho phật tang pe bọt nào mà đong sầm lấp máy ở tràn na tụm lẹ không ẩn đông đang hay bong song hôn sign có cục đai thấy cái bong ok mọi người chú stay bong sẽ tôi chặt máy mà lấyประเทศกัมพูชีชีระบักมาเจ้ายวนคล้ายบันล้อมโจลสำหรับขมายนึ่งผลแสนจริงร้านปากกังการนู้ปอดมินในเลือดโตกอเตียงสรงหนึ่งหายโซพิเศษสมุนทินจุดเรียบสู้บางไสข้านสดับบางอยู่ห้อยแต่บางสุขสบายจิตเตจะสกอกุญชรานจุดนั้นบางหัวแล้วจับประดาบันล้อมเพนยดีเอาจะวายไข่นี่พลอนเดยดีห้อยบ้านคลุนไอเจนมุกดอกสายเอาอย่างนี้มือทามคลุนหล่อมีนไอแต่แหลกบางทีอาจจะรักนิสัยในอยู่ใบแต่ได้นั่งนะแต่ได้ที่อัดมีนเขาเคลียร์ที่วิธีซะโดยจิการได้เปได้ตรึกจังบานเอาไว้เดี๋ยวให้ท่าอมนาปีประชีปรวดเปได้ตระกาอำนาจปีประชีปรวดปีดามเล่ายืนดังท่าฮุนไซน์อาจจวบชนะโดยซาแต่เปได้พลอนลวดกรบสับแบบอย่างบานเฮาโดยซาแต่เยอะมันอ้ายบานเอาไว้ให้ท่าป้อดเมียนตุลมตุเลี้ยหรือก็ให้ท่าป้อดเมียนไอกระเรียจังยืงอัดบานดังท่าการเลือกลายระบอกเกนึงวิตรำตรึเหมือนตรำตรึเต้ใต้ปีสมัยได้อุนตะโจลเมาโนคือมีการบอชนะได้ตรำตรึเนี่ยตรงขณะปะฝนสินไปคือชนะชนะโดยตรำตรึปั้นตายโดยซาตายคนใส่ดังท่าบ่เมียนอุนตะคือคล้วนมันอาจเมียนอัติโปลเลปีขณะปะฝนสินไปเต้จังวิธีซะแต่คนใส่เพื่อมันบานสงบจัดเต้แล้วได้เพื่อเอาสำนักเซหนุบรรจุนอุนตะตลอดตัววิ่งให้บ้านดำล่างยืนดังให้คือบ้านดำล่างดำในโกนทอระบักวัดคือคนใส่นั้นเอาคลายแต่เชี่ยจะหักในยุรัฐมันไตรตีปีดำใบเอาคนใส่สงบจัดปลุกวัดตีมวยกว่ากึศหาเพื่อดำใบกลมเอาคนใส่นั้นมีอารมณ์เนื้อตายลูบล้นปนตายตรงเซหนุอัดบานเมื่อจัดโกนระบักวัดลูกเต๋นะจัดโกนทอระบักวัดนี่คือเชื่อมันนุกcái hai thàอาเซระปื้อคือจิตสัตว์อาเซระปื้อสดสัตว์ปนตายเปนุตรงเนื้อมีนมโนสัญเจตนาตรงเสหนุมีนมโนสัญเจตนาดึกจำเลือกลังจังโดยซาเปียถัดตรงมีนมโนสัญเจตนาหนึ่งห้อยได้เพื่อเอายวนโจลมาขนมปฏิกรรมจีรอทั้งไงโดยตักบัตรนุปละเขาดอกกวาดเห็นปลาเปียถ่ายยวนคือเจียสัตว์กระเปินั่งได้ซาไอ้คือกวาดได้ซากวาดเขาคลุนไอ้ขนมนิ่มมวยได้กวาดปลามโนสัญเจตนาเพราะอนุปการมาไอ้เธอไอ้เธอตื่นนะสำคัญไอ้กลมปะปูมาอันหน่อยซ้อใส่หนุมวยคือจะมัดแพะสลับรูระบอกอันเนี่ยนับปะหนึ่งเมียนปัญหาจะมวยอันง่ายอันนี้โฮจิมินเก็บประกันจังเธอเปนูวิจังเปได้ก็เลยยกได้ยวนโจสำหรับขมายยังก็เกรงจังสำนักใส่หนุตรงเมียนอารมณ์มวยตายังน้าก็วินเนอร์กิดปีจะบัดอันได้นะจังวินเนอร์เมียนมนุษย์เจตนาจีมนุษย์ได้มัดแพะสมองตรังได้เพลงเรื่องตาเก็บประโมหลังติดอ่อนเลยอัดบ้านจับอารมณ์นะอาจจะหน่อยนึงให้ได้ตรงกดเขาได้กดเขาแล้วเราก็พยักรุนเปิดทางยุนคือจิตสัตว์กับปืนนั่นนะอันนี้ได้ยุนตัวแต่ติ๊กให้บ้านก็ทายุนคือจิตสัตว์กับปืนตาจำนั้นสอนไอ้หมอวิ่ง
ចំណាត់របស់ខ្ញុំឥឡូវចាប់ផ្ដើមបន្លំភ្នែករីអូខេបើផាពួងសួស្ដីឯងនួនមានអីផ្សេងសងមកពូហ៊ុនសែនក៏សងមកពូហ៊ុនសែនក៏មិនគ្រប់ទេខ្ញុំគិតថាអត់គ្រប់ទេបងណាសួស្ដីសម្លាញ់បើផាពួងបរិយាសោកសួស្ដីក្មួយស្រីចាស់សួស្ដីអ្នកមីងមកអង្គសួស្ដី Redmed អរគុណកាកាស្អីគេឯងអំភៀវក្មួយនិយាយពិតជាត្រូវណាស់ខ្ញុំសង្ឃឹមតែព្រះអាទិត្យរះមួយទេអរគុណច្រើនមួយខុតបងសម្បូរឮសូរថាហ៊ុនសែនឈឺពេលនេះតើបងប្អូនដឹងអត់ខ្ញុំឮគេថាហ៊ុនសែនឈឺធ្ងន់ធ្លាយក្រពះតើឆ្លងផុត2019បានឬក៏អត់ប្រហែលជាគាត់មិនអាចស្លាប់ទេព្រោះអីប្រទេសកម្ពុជាកាលណាអត់ហ៊ុនសែនអត់បានទេណាតើអត់មានហ៊ុនសែនដឹកនាំបើកាលណាអត់មានហ៊ុនសែនអត់បានទេប្រទេសកម្ពុជាអត់មានមេដឹកនាំហ៊ុនសែនជាប់ហើយពិបាកណាយើងទាំងអស់គ្នាត្រូវវេទនាអញ្ចឹងបងឲ្យគាត់រស់បានអមតៈធ្វើទីបាទខ្មែរភាគច្រើនយកមនោសញ្ចេតនាជាធំអញ្ចឹងបានចិត្តរលាយជាតិអស់ការប្រើមនោសញ្ចេតនាមិនមែនថាមិនឲ្យប្រើទេណាភាពស្មោះត្រង់របស់ខ្មែរដោយសារតែខ្មែរមានប្រវត្តិសាស្ត្រពីដើមមកគឺជាខ្មែរដែលស្មោះត្រង់មិនត្រូវការលោភលន់ទ្រព្យសម្បត្តិអ្នកដទៃហើយខ្មែរមានការចេះចែករំលែកនៅក្តីស្រឡាញ់គ្នាទៅវិញទៅមកចេះអធ្យាស្រ័យឲ្យគ្នាចេះគោរពគ្នាប៉ុន្តែបព្វធម៌នោះគឺយើងប្រើជាមួយខ្មែរនិងខ្មែរគឺវាត្រូវប៉ុន្តែពេលដែលយើងប្រើបព្វធម៌ទាំងនេះទៅលើពួកដែលមានចេតនាឈ្លានពានយើងគឺអត់ត្រូវទេណាយើងត្រូវមើលដែរពេលដែលយើងប្រើមនោសញ្ចេតនាអញ្ចឹងខ្ញុំរាល់ថ្ងៃខ្ញុំឧទាហរណ៍ផ្ទាល់ទៅចុះបើសិនជាខ្ញុំរាល់ថ្ងៃខ្ញុំមិនថាអ្នកមានអ្នកក្រអ្នកតូចអ្នកធំនិយាយរួមបើខ្ញុំពេលដែលខ្ញុំសូម្បីតែខ្ញុំនៅហ្វីលីពីនក៏ដោយពេលដែលខ្ញុំអត់ដែរណាខ្ញុំអត់អីញ៉ាំនំសល់តែ50ពេសូខ្ញុំឃើញអ្នកវេទនាជាខ្ញុំសុខចិត្តអត់មាត់ខ្លួនឯងខ្ញុំឲ្យគាត់ចាព្រោះជាខ្ញុំគិតថាខ្ញុំអាចមានអារម្មណ៍ថាខ្ញុំអាចម្លងទៅខ្ញុំអាចទៅរកនេះរកនោះផឹកបានប៉ុន្តែបើសិនជាគាត់ពិការគាត់លំបាកគាត់មិនអាចធ្វើអីបានតើគាត់ទៅធ្វើអីបានញ៉ាំហើយពេលភ្លៀងប្របាច់ទៀតតើគាត់រស់បែបណាអញ្ចឹងគាត់គឺត្រូវការសេចក្តីឃ្លានខ្លាំងជាងយើងហើយជាពិសេសយើងឃើញគាត់ថាអូគាត់ចាស់ជាងយើងទៀតអញ្ចឹងគាត់មិនដូចយើងក្មេងទេអានេះអ្វីដែលយើងលក្ខណៈហៅថាមនោសញ្ចេតនាប៉ុន្តែពេលខ្លះមនុស្សខ្លះពេលដែលយើងជួយបែរជាគេមើលមកយើងថាគឺជាមនុស្សល្ងងដឹងទេភាពដែលយើងអាណិតដែលយើងស្រឡាញ់ដែលយើងចែករំលែកភាពស្មោះត្រង់ទៅគេអត់បានមើលមកយើងថាគឺជាមនុស្សដែលមានចិត្តមេត្តាទេគេបានត្រឹមតែសម្លឹងមកយើងត្រឹមតែគឺជាមនុស្សល្ងងនៅក្នុងខ្សែភ្នែកគេនឹងងាយស្រួលនឹងបោកប្រាស់យើងតែគេអត់ដឹងថាយើងនឹងគឺជាមនុស្សដែលមានអ្វីដែលជាគេមិនមានទេអាមេរៀនទាំងអស់នេះហើយដែលខ្ញុំចង់បញ្ជាក់ថាពេលខ្លះខ្ញុំអត់ធ្វើបន់ជាមួយមនុស្សទេខ្ញុំសុកចិត្តទិញចំណីឲ្យឆ្កែឲ្យឆ្មាស៊ីខ្ញុំសុកចិត្តឲ្យសត្វស៊ីព្រោះសត្វយ៉ាងណាក៏វាអត់បានលងមកខំយើងមកចង់មានចេតនាសម្រាប់យើងដែរមនុស្សពេលយើងឲ្យដំបងគឺល្អប៉ុន្តែដល់ពេលថ្ងៃក្រោយយើងអត់ឲ្យគឺចាប់ផ្ដើមមានអារម្មណ៍អន់ចិត្តនឹងយើងអានេះមនោសញ្ចេតនាចំពោះមនុស្សអានេះប៉ុន្តែសម្រាប់មនុស្សដែលមានគំនិតមួយគិតថាយើងគឺជាមនុស្សល្ងងតែប៉ុណ្ណោះប៉ុន្តែសម្រាប់មនុស្សដែលមានចេតនាដែលស្មោះត្រង់ដូចគ្នាក្តីស្រឡាញ់ដែលចែករំលែកឲ្យគ្នាកាលណាគេឲ្យយើងគឺយើងនឹកគុណគេណាទោះបីជាថ្ងៃក្រោយយើងខ្លាចជាអីក៏យើងមិនបានភ្លេចគុណដែលគេជួយយើងពេលដែលលំបាកដែរអានេះសម្រាប់អ្នកដែលមានមនោសញ្ចេតនានៅក្នុងការចែករំលែកដែលហៅថាប្រើមនោសញ្ចេតនាជាភាពស្មោះត្រង់វាខុសគ្នាត្រង់ហ្នឹងវាដូចគ្នាទេអូខេឲ្យតែដាច់ពូជវាទៅបានហើយដាច់ពូជលុះត្រាតែសម្រាប់ចៅរបស់ហ៊ុនសែនទៀតណោះតើគិតមិនទៅគ្នាអត់មានកំហុសផងប៉ុន្តែខ្ញុំមិនដឹងទេសំខាន់លើប្រជាពលរដ្ឋទេខ្ញុំអត់មានគិតថាតើគិតមិនបើសិនជាហ៊ុនសែននៅតែបន្តនៅទង្វើដល់ថោកទាបខុសខើបែបនេះគឺស្មើនឹងហ៊ុនសែននឹងកំពុងតែធ្វើឲ្យប្រជាពលរដ្ឋមិនទុកឬរបស់ហ៊ុនសែនទេមែនទេបងប្អូននឹងគិតថាពូជក្បត់ជាតិវានៅតែក្បត់ជាតិអញ្ចឹងបងប្អូនត្រូវថាជីកស្មៅគឺត្រូវជីកទាំងរឹសហ្នឹងមែនទេនឹងប្រហែលជាគិតអញ្ចឹងហើយខ្ញុំមិនដឹងទេអានឹងជារឿងរបស់ហ៊ុនសែនដែលគិតខ្លួនឯងថាខ្លួនឯងត្រូវគិតពីអនាគតចៅដែលកំពុងតែមិនបានដឹងអីសោះទាំងអស់នោះយ៉ាងណាដែរពីផានអរគុណខ្មែរអង្គរយួនបានដឹកសម្បត្តិទ្រព្យខ្មែរអស់រលីងហើយក្រោយថ្ងៃ7មករាទៅខ្មែរមានសល់អីណាខ្មែរមានសល់អីអរគុណ
trên hai bà con nè đây mình còn học thông chứng kế cứ sai sẽ hà nội nâng hai đánh ôn tạ dốc hôn sai với con thỏa anh ấy hai để hai thằng mình nấu sinh chế tình à thì môi quạt mưa khơi cả là môi quạt cất thả hôn sai cứ chừng nấu đá nâng tới sẽ đập cỏ đây nè pro quạt nó bên nó quạt nó mình ở tập chân quạt cất thả hôn sai nâng sẽ đập quạt pro hôn sai tới cá đầm này hay pe đai hôn sai tiêm tia đầm này môi cứ chia giả hạn này dụ rồi mình trai tì pì hói chân quạt cất thả hôn sai và hai chỉ cặp chật đây nè lên như đầu rừng quạt đây lên độc đàn này hỏi hôn sai man slow chật sấm này xây hả nụ ôi sấm này xây hả nụ chưa chia thả hôn sai cứ chùm nụ đá small strong chân hai tớp sấm này xây hả nụ nực man mình đó có bẩn đánh ôn tạ tranh năng anh ấy hôn sai sấm này xây hả nụ quạt vừa môi quạt cái thạch chấm nành bàn tay bay chia mình chấm nành bayแต่chưa khát là hốt đó sập ngày nương anh cứ quạt kịch khâu môi chấm hiên bị bạn đấy đời xa tại penu quạt saman là dụ bài khâu quạt saman chấm hiên là dụ bài để hôn sai chỉ cài là bỏ yuan quạt saman bị chật yuan khâu mà đong hái cả nơi tại mình chào cùng đất ha yuan giang nát của nơi miền nữ lõ nè mà bọn thảo yuan của miền nữ lõ đã bị môn khi nhom của kinh chân này bàn tay khi nhom trong prata lõ và pan nạc đã bảo khi nhom small cho môi yuan từ mà đuôi chứ trâm tại một rọp an khi thò mà đã ok bàn tay bảo khi nhom đã chết thật khi nhom chưa chạy lên này anh ta cứ chưa chôn đại small trăng mình men chỉ chôn thâu tiếp chỉ trao lên pin đấy ọt miền đi khi nhom khô các bạn khi nhom mà là yuan lõ và pan nạc rồi còn này anh nơi tay chia trao lên pin tận đây là bảo khi nhomได้anh ấy khi nhom bản chảo chứ bác trong thạc nhom rửa áo pui sa có thà tư rửa áo pui sa sen nhom mình thà thế bàn tay bà thạc nhom rửa áo pui sa vô đi chơi mà sẽ lanh thà cho lúc nhom sọp men prap ở chứ bác nhom sọp hello beautiful mình là cái này just đây là pui để mình có thể Campuchia chỉ phải bọc mai cái năm mươi một đời cái bật yuan trang mà xịt Hà Nội trong banประเทศខ្មែរហ៊ុនសែនចង់បានអំណាចបានវាខំសម្រាប់ខ្មែរចង់អស់ពូជល្បិចរបស់គេបើគេចង់គ្រប់គ្រងកម្ពុជាដោយសប្តាហ៍ថ្ងៃហ្នឹងរដ្ឋប្រហារឆ្នាំ1997ហ្នឹងគឺជាភាពជោគជ័យរបស់យួនមក100%មិនមែនជារឿងតិចតួចទេទី1បង្គោលខ្លឹមរបស់ប្រទេសជាតិគឺត្រូវបានគេសម្លាប់ចោលទាំងអស់បង្គោលខ្លឹមដូចជាប្រធានក្រសួងមហាផ្ទៃដូចជាឧត្តមសេនីយ៍ជាច្រើនទាំងអស់ហ្នឹងហើយដែលជាអ្នកដែលស្មោះត្រង់នឹងជាតិដែលគេត្រូវបានសម្លាប់ចោលហ្នឹងបើសិនជាអ្នកទាំងអស់ហ្នឹងគឺជាមនុស្សដែលលក់ក្បាលឲ្យយួនហើយនឹងដូចហ៊ុនសែនដូចជាពួកបណ្ឌិតគ្រាវជ្រូកឬក៏ពួកអាបណ្ឌិតមួយចំនួនលក់ខួរដោយសប្តាហ៍ថ្ងៃហ្នឹងប្រហែលជាពួកគាត់នឹងមិនត្រូវគេបានសម្លាប់ចោលទាំងអស់ហ្នឹងទេប៉ុន្តែគេដឹងហើយថាពួកគាត់ទាំងអស់ហ្នឹងគឺជាអ្នកដែលស្មោះត្រង់នឹងជាតិគឺជាបង្គោលដែលរងំអញ្ចឹងគេទុកអត់បានទេគេត្រូវសម្លាប់ពួកអាទាំងអស់ហ្នឹងចោលពួកគាត់ទាំងអស់ហ្នឹងចោលដើម្បីបញ្ចូលឲ្យយួនវាមាននៅក្នុងស្ថាប័នរដ្ឋឬក៏ស្ថាប័នឯករាជ្យគឺនៅក្នុងក្រសួងមហាផ្ទៃឬក៏ក្នុងក្រសួងផែនការនៅកន្លែងរៀបចំផែនការនៅក្នុងការអនុវត្តនៅក្នុងប្រទេសកម្ពុជានៃរដ្ឋាភិបាលហ៊ុនសែនគឺគេបញ្ចូលយួននៅទាំងអស់អានេះអ្វីដែលយើងដឹងថារាល់ថ្ងៃនេះទង្វើដែលហ៊ុនសែនបង្ក្រាបធ្វើបាបធ្វើឲ្យគប់ចាំងនៅប្រទេសកម្ពុជាមិនមែនជាភាពបៃឆ្លាតរបស់ហ៊ុនសែនទេគឺជាផែនការដែលយួនគូសគំនុះឲ្យហ៊ុនសែនធ្វើទាំងអស់អ្នកបំរើគុណថតសួស្ដីអូនមកថៃយ៉ាង 1000% ស្អីគេមកអរគុណបងអរគុណសំឡូនសួស្ដីបងស្រីចាសួស្ដីបងបងផាភួងនិយាយបានល្អណាស់ឯងអរគុណច្រើនអរគុណណាស់សម្លាញ់អាកាកាតាមុនហ៊ុនសែនខំសម្ដីឆាក់លខោនយ៉ាងណាក៏គេលេងជឿហើយខំប្រឹងដើរតួបិទបាំងទង្វើអាក្រក់របស់ខ្លួនលែងចិត្តហើយអូខេសុខាសាសួស្ដីបងស្រីចាសួស្ដីបងជាឡាប៉ាបងចៅហ៊ុនសែនគ្មានដឹងអ្វីទេសូមកុំចងកំហឹងជាមួយពួកគាត់សំខាន់ដោយបង5អញ្ចឹងសំខាន់ស្ថិតនៅលើហ៊ុនសែនទេបើហ៊ុនសែននៅតែធ្វើរឿងដល់ខូខើដាក់ខ្មែរបន្តទៀតបើហ៊ុនសែនមិនថយក្រោយទេគឺស្មើហ៊ុនសែននឹងហើយមិនមែនប្រជាពលរដ្ឋចងកំហឹងទេតែហ៊ុនសែនទេដែលកំពុងតែវិខ្ចប់កូនដែលកំពុងតែធ្វើរឿងទាំងអស់ហ្នឹងគឺស្មើនឹងខ្ចប់ចៅដែលគាត់អត់ដឹងអីទាំងអស់ហ្នឹងយកចូលនៅក្នុងមកឈូសជាមួយខ្លួនហើយអាហ្នឹងគឺគាត់ខ្លួនឯងតើមិនមែនប្រជាកំហុសប្រជាពលរដ្ឋទេអញ្ចឹងបើគាត់ចង់ឲ្យចៅរបស់គាត់នៅមានជីវិតដែលអាច
ឲ្យយើងទាំងអស់គ្នាឬក៏ប្រជាពលរដ្ឋខ្មែរគេលើកលែងឲ្យត្រកូលក្បត់ជាតិមួយដែលមានចៅជាច្រើនយើងឃើញចៅជាច្រើនដែលគ្នាដឹងខ្យល់អីហ្នឹងបើសិនជាគាត់អត់គិតពីចៅរបស់គាត់គឺគាត់ហ្នឹងទេមិនមែនកំហុសប្រជាពលរដ្ឋទេគឺកំហុសខ្លួនគាត់គឺគាត់បានសាងកំហុសធ្វើឲ្យប្រជាពលរដ្ឋមិនអាចលើកលែងឲ្យពាក្យមួយម៉ាត់គេថាឈាមក្បត់ជាតិណាដល់ពេលក្រោយទៀតក៏នៅតែក្បត់ជាតិដែរអញ្ចឹងវានឹងជាប់ដានហ្នឹងតែជាប់ដានហ្នឹងគឺកំហុសហ៊ុនសែនទេមិនមែនកំហុសប្រជាពលរដ្ឋទេអាហ្នឹងគិតមើលខ្លួនឯងទៅបើសិនជាគាត់គិតថាអញនៅតែអញទៀតអូខេតាមដំណើរទៅថាយ៉ាងតាកំពៀងអីគេបងតាកំពងមកពីយួនអូខេឆាលីរ៉ាប៊ីបូក1តែគេបូក1បងប្រទេសកម្ពុជាឯបូក1យួនហ្នឹងហីមែនទេបូក1យួនទេបងមែនទេ